ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់គុណ3នៃព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លាក្រៃលែងក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងធ្វើនៅការគោរពដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានតាមដានស្ដាប់កម្មវិធីបញ្យលពាក្យពុទ្ធវចនៈនៅក្នុងបត្រៃបិដកអត្ថកថាដីកាកាលពីលើកមុនខ្ញុំបានបញ្យលពាក្យថាពុទ្ធោរួចហើយថ្ងៃនេះខ្ញុំនឹងលើកពាក្យថាធម្មៈឬក៏ហៅថាពាក្យថាធម្មោឬព្រះធម៌នោះមកបញ្យលថាតើមានន័យយ៉ាងណានៅក្នុងនោះដែរនៅក្នុងពាក្យថាធម្មៈនេះឯងមានវចនថៈឬហៅពាក្យបញ្យលឬក៏ហៅថានិយមន័យពីរយ៉ាងទី1មាននិយមន័យថាអត្តណោសភាវៈឬក៏លក្ខណៈធារេតិតិធម្មោពាក្យនេះដែរប្រែថាសភាវៈឬអ្វីអ្វីដែលត្រង់នៅលក្ខណៈផ្ទាល់របស់ខ្លួនសភាវៈនោះឯងឬអ្វីអ្វីនោះឯងគេហៅថាធម្មៈឬហៅថាព្រះធម៌ឬហៅថាធម៌នោះអញ្ចឹងពាក្យនេះមកពីពាក្យថាមកពីធាតុថាតរៈធាតុនិងតមៈបច្ច័យជាបទកតកៈដូច្នេះអង្គធម៌របស់ពាក្យដែលបានសម្ដែងនៅនេះគឺអង្គធម៌សម្ដៅទៅលើបរមត្ថធម៌ទាំងអស់តែម្ដងគឺមិនថាជាចិត្តចេតសិករូបនិព្វានឈ្មោះថាធម្មៈទាំងអស់រួមទាំងបញ្ញត្តិផងព្រោះពាក្យថាត្រង់នៅសភាវៈរបស់ខ្លួននីមួយៗការដេកដើរឈរអង្គុយឬក៏ចិត្តធ្វើកិច្ចនេះកិច្ចនោះក៏ឈ្មោះថាត្រង់នៅសភាវៈរបស់ខ្លួនដែរដូច្នេះហើយអ្វីនៅលើលោកនេះទាំងអស់ភាសាធម៌ភាសាបច្ចេកទេសរបស់ព្រះសម្មាសម្ពុទ្ធលោកហៅពាក្យតែមួយម៉ាត់ទេថាធម្មៈដូច្នេះការបង្រៀនរបស់ព្រះអង្គទាំងអស់ដែលចេញពីព្រះអង្គរបស់ព្រះអង្គដែលបង្ហាញប្រាប់យើងហៅថាធម្មៈទាំងអស់ធម្មៈនោះនិយាយជាភាសាមនុស្សលោកគឺជាច្បាប់ធម្មជាតិដូច្នេះហើយពាក្យថាធម្មជាតិនេះក៏ជាវេវចនៈនៃពាក្យថាធម្មៈនោះដែរនឹងគឺតាមវគ្គហៈទី1វគ្គហៈទី2ពាក្យថាធម្មៈនេះមកពីពាក្យថាកិលេសេទុណាតិកម្មបេតិតិធម្មោប្រែថាសភាវៈឬក៏អ្វីឬក៏ច្បាប់ធម្មជាតិណានីមួយដែលធ្វើកិលេសឲ្យសម្រើកច្បាប់ធម្មជាតិនោះឬក៏អ្វីនោះឈ្មោះថាធម្មៈអញ្ចឹងក្នុងវគ្គហៈនៃទី2នេះមកពីធុធាតុដែលចុះក្នុងអត្ថកម្មបនេអត្ថធ្វើឲ្យសម្រើកបូមនឹងរមណបច្ច័យដូច្នេះអង្គធម៌របស់ពាក្យថាធម្មៈនៅក្នុងទីនេះធរៈធាតុនៅក្នុងទីនេះសំដៅយកតែតួដែលជាកុសលដោយលោកយៈនិងលោកុត្តរៈដូច្នេះបើយើងសំដៅដល់អ្វីដែលលោកសំដៅដល់ក្នុងទីនេះធម្មៈនេះយកបានកុសលដែលកើតរួមជាមួយនឹងដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃលោកយៈនិងកុសលដែលជាលោកុត្តរៈនេះឈ្មោះថាធម្មៈបើនិយាយឲ្យចំទៅធម្មៈក្នុងន័យចុងក្រោយទាំងអស់គឺដោយសមុច្ឆេទគឺពាក្យធម្មៈនេះសំដៅទៅលើអរហត្តមគ្គតួដែលកាត់កិលេសលោកហៅថាធម្មៈដូច្នេះហើយបានជានៅក្នុងនោះដែរភាសាខ្មែរយើងចូលចិត្តនិយមនិយាយថាពាក្យធម៌គឺសំដៅដល់តែធម៌ខាងល្អអត់ដែលសំដៅដល់ធម៌ខាងអាក្រក់ទេតែធៀបពិតទៅពាក្យធម៌បើតាមន័យខាងលើគឺសូម្បីតែអកុសលក៏ឈ្មោះថាជាធម្មៈដែរជាធម៌ដែរអញ្ចឹងវាជារឿងសំខាន់ណាស់សម្រាប់អ្នកដែលនិយាយហើយសំដៅលើអ្វីដូចគ្នាក្នុងទីនេះដែរបើសំដៅតាមន័យទី1គឺយកទាំងអស់អ្វីដែលជាប្រធម្មជាតិចិត្តចេតសិករូបនិព្វាននិងបញ្ញត្តិឈ្មោះថាធម្មៈនិយាយតាមន័យខាងក្រៅគឺលោកសំដៅតែខាងកុសលខាងល្អដូច្នេះហើយគឺសំដៅដល់លោកយៈចិត្តដែលជាទូកុសលទូកិរិយានិងវិបាកផ្សេងដែលជាតួល្អនោះឯងលោកហៅថាធម្មៈហើយនៅក្នុងលោកប្រៈយើងយកចាប់ពីសោតាបត្តិញ្ញៈរហូតដល់អរហត្តមគ្គនិងអរហត្តសោតាបត្តផលរហូតដល់អរហត្តផលនោះគឺជានិយមន័យរបស់ពាក្យថាធម្មៈដោយមានវចនថៈនិងការវេញជាបច្ច័យហើយបទថាធម្មៈនោះឯងមានតែសម្ដែងជាបទកតកៈតែប៉ុណ្ណោះដូចនេះដែរនៅក្នុងនោះពាក្យធម្មៈបានសម្ដែងបញ្យលនៅក្នុងគម្ពីរអដ្ឋសាលនីក៏មាន
បញ្យល់ច្រើនណីអញ្ចឹងនៅក្នុងនោះគម្ពីរអភិធានបតិវិកាបានរួមនៅអត្ថឬហៅថានៅសេចក្តីឬក៏ហៅថាន័យនេះមាន14យ៉ាងអញ្ចឹងយើងអាចប្រែពាក្យធម្មៈនេះបាន14ន័យដូច្នេះហើយនៅក្នុងគាថាទី784លោកសម្ដែងថាធម្មោសភាវេបរិយតិបញ្ញាញាយេសុសច្ចៈបកតិសុបញ្ញេញេយេគុណាចារៈសមាធិសោបេនិសតតាបតិសុការណាទុដូច្នេះពាក្យនេះឯងធម្មៈនេះមានអត្ថ14យ៉ាងអញ្ចឹងលោកក៏លើកឧទាហរណ៍មួយក្នុងពាក្យថាធម្មៈ14យ៉ាងនោះគឺស្អីគេខ្លះអញ្ចឹងនៃទី1ពាក្យធម្មៈប្រែថាសភាវៈហ្នឹងប្រែជាខ្មែរថាអ្វីដែលវាកើតឯងគេហៅថាសភាវៈអញ្ចឹងលោកលើកឧទាហរណ៍ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាកុសលាធម្មៈអកុសលាធម្មៈអព្យាកតាធម្មៈអញ្ចឹងធម្មៈនៅក្នុងទីនេះពាក្យថាធម្មៈនៅក្នុងទីនេះពាក្យថាធម្មៈក្នុងទីនេះធម៌ដែលជាកុសលក្នុងនេះគឺយើងត្រូវប្រែថាធម្មៈរិសភាវៈធម៌ទាំងឡាយដែលកុសលាដែលมันមានទោសឲ្យផលជាសុខនេះក៏គ្រាន់តែជាឧទាហរណ៍មួយនៅក្នុងពាក្យធម្មៈនោះប្រែថាសភាវៈនៃទី2គឺពាក្យថាធម្មៈនេះប្រែថាបរិយត្តិប្រែថាការរៀនយកដល់ជុំវិញឬប្រែថាបត្រៃវិដកនិងអត្ថកថាដែលភាសាបាលីហៅថាបរិយត្តិប្រែថាកាន់យកដល់ជុំវិញឬរៀនយកដល់ជុំវិញឬអ្វីដែលត្រូវរៀនយកដល់ជុំវិញអ្វីដែលត្រូវកាន់យកដល់ជុំវិញចឹងហើយបានព្រះអង្គទ្រង់សម្ដែងពាក្យថាអ៊ីថភិក្ខវេភិក្ខុធម្មំបរិយាពុណាតិសុតតាំងកៃហੰបយលៈមានន័យថាភិក្ខុក្នុងសាសនានេះត្រូវតែរៀនព្រះបរិយត្តិធម្មំហ្នឹងគឺធម្មំនឹងប្រែថានៅព្រះបរិយត្តិធម៌ឬហៅនៅបរិយត្តិក្នុងទីនេះសំដៅទៅលើបត្រៃវិដកពុទ្ធវចនៈទាំងមូលណាដូច្នេះក្នុងពុទ្ធវចនៈនោះមានអង្គប្រកបវា9យ៉ាងមានសុត្តកិយៈជាដើមអញ្ចឹងនៃទី2នេះឯងគឺពាក្យថាធម្មៈត្រូវប្រែថាបរិយត្តិនៃទី3ពាក្យធម្មៈនោះត្រូវប្រែថាបញ្ញាដូច្នេះហើយបានជាមានឧទាហរណ៍ថាសច្ចੰធម្មោថេតិចាគោទិដ្ឋੰសោអតិវត្តតិជាគាថាមួយដែលសម្ដែងនៅក្នុងជាដកអត្ថកថាបេដកផ្នែកលេខទំព័រ25គ្នាទី57ណាគឺក្នុងវារិនទជាដកគឺទិដ្ឋិបានេះគឺជានិយៈដែលព្រះអង្គសម្ដែងក្នុងពុទ្ធអញ្ចឹងនៃទី3ប្រែធម្មៈនេះប្រែថាបញ្ញានៃទី4ធម្មៈនោះប្រែថាសំគូដែលភាសាបាលីហៅញាយៈនោះប្រែថាអត្ថសំគូយ៉ាងម៉េចដូចជាពាក្យថាធម្មៈនុធម្មបដិបត្តិការបដិបត្តិតាមសំគូដល់ធម៌អញ្ចឹងពាក្យថាធម្មៈនោះឯងប្រែថាសំគូធម្មៈខាងដើមប្រែថាធម៌ធម្មៈដែលជាប់ពាក្យថាអនុនោះធម្មៈនោះប្រែថាសំគូអញ្ចឹងបានជាពាក្យថាធម្មៈនុធម្មបដិបត្តិប្រែថាការបដិបត្តិសំគូដល់ធម៌ទី5ពាក្យថាធម្មៈនោះឯងមានអត្ថស្មានុពាក្យថាសច្ចៈគឺការពិតគឺសំដៅទៅលើអរិយសច្ចៈអញ្ចឹងហើយបានព្រះអង្គសម្ដែងថាទិដ្ឋធម្មោប្រែមកវិញធម៌ដែលជាអ្នកមានធម៌ដែលខ្លួនឃើញហើយឬក៏ដែលគេឃើញហើយអញ្ចឹងធម៌ក្នុងទីនេះគឺសំដៅទៅលើសច្ចៈគឺអរិយសច្ចៈបត្តធម្មោជាអ្នកមានធម៌ដល់ហើយធម៌ក្នុងទីនេះសំដៅទៅលើទស្សច្ចៈប្រែថាជាអ្នកមានសច្ចៈដល់ហើយដល់ក្នុងទីវាបានវិទិតធម្មោប្រែថាជាអ្នកមានសច្ចៈមានការពិតគឺអរិយសច្ចៈបានឃើញជាក់ហើយដូច្នេះពាក្យធម្មៈនៅក្នុងទីនេះក្នុងពាក្យថាទិដ្ឋធម្មៈឬក៏បត្តធម្មៈឬក៏វិទិតធម្មៈហ្នឹងគឺជាពាក្យធម្មៈហ្នឹងត្រូវប្រែថាសច្ចៈគឺអរិយសច្ចៈហ្នឹងអញ្ចឹងទី6ពាក្យធម្មៈនេះប្រែថាបកដីឬធម្មតាដូចជាជាតិធម្មំភិក្ខវេសត្តានំអេវង្កិច្ឆាឧបច្ចតិសេចក្តីប្រាថ្នារមែងកើតឡើងដល់សត្វអ្នកមានការកើតជាធម្មតាអញ្ចឹងរឿងបុគ្គលអ្នកកើតឡើងជាធម្មតាធម្មៈជាតិធម្មៈហ្នឹងប្រែថាប្រកដីជាតិធនបុគ្គលអ្នកមានប្រកដីកើតឡើងឲ្យតែមនុស្សកើតឡើងហើយសត្វទាំងឡាយណាដែលកើតហើយឡើងហើយតែងតែមានសេចក្តីប្រាថ្នាជានិច្ចសេចក្តីប្រាថ្នានោះឯងអាចជាលោភៈក្នុងធម៌វាជាលោភៈអញ្ចឹងបើអត់សេចក្តីប្រាថ្នាទេវាអាចកើតឡើងបានអញ្ចឹងច្បាប់ធម្មជាតិនឹងឯងគឺពាក្យថាធម្មៈ
ក្នុងទីនេះជាតិធម្មៈហ្នឹងគឺមានន័យថាប្រកដីទី7អដ្ឋធម្មៈនោះដែរប្រែថាបញ្ញៈប្រែថាបុណ្យដូចជាពាក្យឧទាហរណ៍ថាធម្មោសុចិណោសុខាសុខមាវហតិបុណ្យរមែងបុណ្យដែលបុគ្គលបំពេញល្អហើយរមែងនាំមានន័យថាបុណ្យដែលខ្លួនបានបំពេញហើយហ្នឹងគឺពាក្យថាធម្មោនោះត្រូវប្រែថាបុណ្យអញ្ចឹងធម្មោសុចិណោសុខាសុខមាវហតិ8ធម្មៈនេះប្រែថាញយៈប្រែថាអ្វីដែលគួរដឹងធម្មជាតិដែលគួរដឹងធម្មជាតិដែលគួរដឹងនោះគេហៅថាញយធម៌មាន5យ៉ាងគឺសង្ខារលក្ខណៈនិព្វានវិការៈនិងបញ្ញត្តិដូចជាសព្ពេធម្មាសព្វការិណពុទ្ធសភគវតោញាណមុខេណអបាថੰអកិច្ឆន្តិញយធម៌ទាំងពួងរមែងប្រកបច្បាស់នៅក្នុងញាណរបស់ព្រះមានប្រភេទដោយអាការៈគ្រប់យ៉ាងដូច្នេះពាក្យថាធម្មៈនេះឯងទី8ត្រូវប្រែថាញយធម៌9គឺពាក្យថាធម្មៈនេះត្រូវប្រែថាគុណដូចជាពាក្យថាឆាន់ណੰពុទ្ធធម្មាណੰគុណព្រះពុទ្ធ6យ៉ាងអញ្ចឹងធម្មាណੰហ្នឹងប្រែថាគុណទាំងឡាយនៃគុណទាំងឡាយរបស់ព្រះពុទ្ធទី10ប្រែថាការប្រព្រឹត្តដែលមានអត្ថអាចារៈការប្រព្រឹត្តទី11ប្រែថាសមាធិធម្មៈនោះឯងប្រែថាសមាធិដូចជាឧទាហរណ៍ថាសមាធិអេវង្ធម្មាទេភគវតោអហេសង្ឃព្រះមានប្រភេទទាំងនោះទ្រង់មានសមាធិយ៉ាងនេះឯងទី12ប្រែថានិសត្តាប្រែថាសភាវៈដែលមិនមែនសត្វដូចជានៅក្នុងមហាសតិប្បដ្ឋានសូត្រព្រះអង្គសម្ដែងថាធម្មេធម្មានឧបស័យវិហារតិអញ្ចឹងពាក្យថាធម្មៈនៅក្នុងទីនេះឃើញធម៌ក្នុងធម៌នេះធម៌ដែលមិនមែនសត្វមិនមែនបុគ្គលថានិសត្តាធម៌កន្លែងនេះគឺសំដៅលើឃើញធម៌គឺឃើញនិសត្តាឃើញសភាវៈដែលមិនមែនសត្វទី13ប្រែថាអាបត្តិដែលយើងថាលោកត្រូវអាបត្តិបរាជិកសង្ឃាតិសេសថលច័យអីជាដើមហ្នឹងទីឈ្មោះអាបត្តិហ្នឹងក៏ភាសាបាលីហៅថាធម្មៈដែរអញ្ចឹងឧទាហរណ៍ដូចជាចត្តារោបរាជិកាធម្មាអកិច្ឆន្តិមានន័យថាធម្មារីធម៌ទាំងឡាយបរាជិកាធម្មារីអាបត្តិទាំងឡាយយើងត្រូវប្រែអញ្ចឹងបរាជិកាដែលឈ្មោះថាបរាជិកដែលឈ្មោះថាជាធម៌ដែលញ៉ាំងភិក្ខុនោះឲ្យចុះចាញ់ពីសាសនានេះមាន4យ៉ាងរមែងបានកាន់ឧតិទី14គឺចុះក្នុងអត្ថហេតុការណេចឹងបានជាមានឧទាហរណ៍ថាហេតុតុមហិញាណੰធម្មបដិសម្ពិទាពាក្យថាបដិសម្ពិធម្មបដិសម្ពិទានោះលោកបញ្យល់ថាបែកធ្លាយបញ្ញាដែលដឹងក្នុងហេតុបញ្ញាដែលប្រព្រឹត្តទៅក្នុងហេតុធម្មៈនោះប្រែថាហេតុដូច្នេះពាក្យថាធម្មៈនេះសូមបញ្ជាក់ប្រាប់ញញោមថាបើតាមកពីដែលបានបញ្យល់មកនោះគឺមានន័យប៉ុណ្ណឹងហើយបើសិនជាយើងកាន់យកសប្តាហ៍ថ្ងៃក្នុងការប្រើភាសាថាធម្មៈនោះគឺជារឿងច្បាប់ធម្មជាតិសុទ្ធតែម្ដងដែលពាក់ព័ន្ធនឹងជីវិតយើងសុទ្ធចឹងហើយពុទ្ធសាសនានោះគឺជាសាសនាដែលបង្ហាញអំពីធម្មៈអញ្ចឹងអ្វីក៏ដោយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចេញពីព្រះអង្គសរុបជាសេចក្តីនិយមថាគេហៅតែភាសាមួយយ៉ាងថាធម្មៈដូច្នោះហើយបានជាហៅថាធម្មទេសនាការបើកបង្ហាញនៅធម្មៈការបើកបង្ហាញនៅច្បាប់ធម្មជាតិអត់មានសត្វមិនបុគ្គលណាមួយឡើយអញ្ចឹងក៏សូមបញ្យល់ពាក្យធម្មៈនេះដោយសង្ខេបប៉ុណ្ណេះចឹងបើញញូណាឬក៏ពុទ្ធបរិស័ទណាមួយដែលអាចមិនទាន់យល់ពាក្យធម្មៈនេះសូមតាមដានតាមកម្មវិធីសិក្សាព្រះធម៌នៅក្នុង page វិទ្យាស្ថានពុទ្ធិកសាស្ត្រចបុត្រក៏មានការបង្រៀនហើយនៅក្នុង YouTube របស់ខ្ញុំឈ្មោះសោមវណ្ណៈនឹងក៏អាចមានការបញ្យល់កាត់តដាក់ក្នុងនឹងដែរចឹងសូមអរគុណនិងអរគុណបាទសូមគោរពលា ហុយលេងដោយម្ដេចដែលហៅថាធម៌តើពលរដ្ឋយកធម៌មកធ្វើជាជំនឿខុសឬត្រូវនាំអ្នកខ្លះឲ្យតែស្ដាប់ធម៌បានបុណ្យហ្នឹងហើយធម៌គឺជាមេគាដែលពុទ្ធបង្រៀនដែលត្រូវចាំបាច់យកមកសិក្សាឲ្យយល់ហើយនឹង take into action
បានវាបង្កើតទៅជាមានផលគឺបដិវេទនោះបានហ្នឹងហើយដូចជាធ្វើអីក៏ដោយមេគារបស់ពុទ្ធហ្នឹងគឺត្រូវគ្រប់បរិបទសង្គមយើងអត់ចេះយើងទៅរៀនហើយយើងមកយកមកធ្វើការវាទល់តែធ្វើការបញ្ចេញជាលទ្ធផលឃើញទេយ៉ាងណាមិញមេគាពុទ្ធហ្នឹងចឹងដែរមាន3កម្រិតទី1គឺបរិយ័តត្រូវរៀនអីគឺរៀនអំពីសិលសមាធិបញ្ញានឹងឯងមិនរៀនពីរឿងស្អីទេដែលកើតបញ្ញានោះរៀនយល់ហើយ take into action ប្រព្រឹត្តទៅតាមកាយវិចារចិត្តនឹងឯងហើយអ្នកខ្លះឲ្យទៅស្ដាប់ធម៌បានបនរឿងដែលស្ដាប់ធម៌បានបនតាមតគ្នានឹងឯងដែលមិនអាចកែប្រែបានទោះបីតែញាតិញោមខ្លះគាត់ស្ដាប់អាត្មានឹងក៏ដោយដល់គាត់ជាប់សន្តានចិត្តខួរក្បាលរបស់គាត់នឹងគាត់ជាប់តាមអាចារ្យឲ្យពួរមកតាមស្ដាប់ធម៌បានអានិសង្ឃស្ដាប់ធម៌បានអានិសង្ឃស្ដាប់ធម៌បានបុណ្យស្ដាប់ធម៌បានបុណ្យគាត់មិនដឹងបុណ្យនឹងស្អីបុណ្យគាត់គិតនោះទៅជាតិក្រោយប៉ុន្តែពុទ្ធត្រាស់ទៅស្ដាប់ធម៌អានិសង្ឃកើតតែប៉ុន្តែមិនយល់អានិសង្ឃនេះវាកើតល្មិចទៅទៀតយើងវាបានអានិសង្ឃហ្នឹងយកអានិសង្ឃមកខ្ទាស់ពាក្យតាមពិតបើយើងនិយាយឲ្យស្រួលបន្តិចទៅថាកាលណាស្ដាប់ធម៌ទៅវាកើតការយល់ដឹងបើនិយាយចេះបែរជាឆាប់ចាប់បានវិញអានិសង្ឃហ្នឹងមានន័យថាជាផលរបស់វាដែលប្រសូតចេញមកគឺការយល់ដឹងហ្នឹងប៉ិននិយាយប៉ុណ្ណឹងវាអត់អស់អញ្ចឹងបានព្រះអង្គនិយាយពីអានិសង្ឃវាដល់5ឯណោះនិយាយទៅយល់ដឹងអញ្ចឹងក៏វាជាប់ដែរយល់ដឹងត្រូវណាប៉ុន្តែវាមិនមែនត្រឹមតែការយល់ដឹងទេវាបានសប្បាយចិត្តវាបានភ្លឺស្វាងហើយវាសប្បាយចិត្តអីណានេះទៀតហ៎ណាទី1កាលណាស្ដាប់ធម៌ដែលត្រឹមត្រូវមានគេដែលត្រឹមត្រូវទៅពុទ្ធបរិញ្ញាមកគ្រាន់តែបានស្ដាប់ត្រូវមួយហ្នឹងអាហ្នឹងហៅថាបានអានិសង្ឃទី1ពីព្រោះយើងមិនងាយបានស្ដាប់ទេអាត្រូវហ្នឹងវាឆ្លប់តែអាខុសអញ្ចឹងដល់ពេលដែលស្ដាប់អាត្រូវហ្នឹងកាលណាស្ដាប់អាត្រូវមួយហ្នឹងហៅថាអានិសង្ឃទី1ស្ដាប់ហើយស្ដាប់ទៀតទោះបីមិនសូវយល់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់យូរទៅយល់ដល់យល់បញ្ញាចាប់ដើមកើតឃើញទេភាពភ្លឺស្វាងចាប់ដើមកើតដល់ពេលយល់ទី3ហ្នឹងអស់សង្ស័យមកពីមុនសង្ស័យចេះសង្ស័យចុះមិនសម្រេចចិត្តបានទេដល់ពេលយល់ច្បាស់ទៅសម្រេចចិត្តបានដូចយើងឃើញផ្លូវច្រើនអញ្ចឹងយើងសម្រេចចិត្តអត់បានសង្ស័យអញ្ចឹងរែកចិត្តដល់ពេលដែលយើងមើលផែនទីច្បាស់គេបញ្យល់ពីផែនទីណាអានេះដើរចេះទៅដល់នេះអានេះដើរចេះទៅដល់នេះយើងមើលតាមត្រីវិស័យមើលតាមទិសមើលតាមអីទៅគូផ្សំនឹងគេបញ្យល់មកផងដល់អូណែមានតែផ្លូវនេះឈប់សង្ស័យកាលមុនស្មានដែរណែឥឡូវអានេះច្បាស់ដល់ពេលដែលយើងអស់សេចក្តីសង្ស័យច្បាស់ឡើងវាអានិសង្ឃមួយទៀតហៅថាទឹកថឹងឧជុំករោតេគឺការគិតរបស់យើងត្រូវមកគិតអីក៏ត្រូវធ្វើអីក៏ត្រូវដែរឃើញទេដល់គិតអីក៏ត្រូវនិយាយអីក៏ត្រូវធ្វើអីក៏ត្រូវអានិសង្ឃមួយទៀតវាមកអូតូមកចិត្តតមសៈបសិទ្ធិអ្នកដែលស្ដាប់នឹងសប្បាយចិត្តឃើញអំពើខ្លួនឯងធ្វើត្រូវព្រោះបានស្ដាប់ត្រូវយល់ត្រូវធ្វើត្រូវឃើញទេយ៉ាងបានបងហៅថាអានិសង្ឃវារៀបរាប់មកវាមានច្រើនអញ្ចឹងប៉ុន្តែបើនិយាយរឿងអានិសង្ឃតទេចឹងតាគាត់ឲ្យពុទ្ធថាចូលលោកទេសនាណាកើតចេតនាមានបញ្ញាពុទ្ធថាអញ្ចឹងស៊ីបាយឥឡូវវាឆ្អែតឥឡូវហ្នឹងណាដូចអញ្ចឹងទៅអញ្ចឹងបានអ្នកខ្លះថាយាយខ្លះស្ដាប់ព្រះអង្គឯងហ្នឹងប៉ុន្តែនៅតែផ្ដេសតែផ្ដាស់អញ្ចឹងថាវាជាប់សន្តានចិត្តគាត់ជាប់គេឲ្យស្អីមកបតក់ក្នុងខួរក្បាលគាត់ហ្នឹងវាជាប់ចឹងយូរហើយទៅកែគាត់មិនទេគាត់ស្ដាប់ទៅគាត់ត្រូវត្រូវតែគាត់អត់គិតថាហ្នឹងវាជារឿងផ្លូវរបស់គាត់ត្រូវដើរទេវាខណៈហេលោកនិយាយទៅសំផាត់សំផលនិយាយទៅត្រូវទៅលោកចឹងទៅគាត់អត់យល់ប៉ុណ្ណឹងគាត់យល់ទៅស្អីម៉ែឪគាត់មកអាចារ្យបតក់មកយូរហើយផ្នត់នឹងវាអត់ពុតឡើងវិញណាអញ្ចឹងធ្វើម៉េចតាមចឹងដែរហើយអ្នកខ្លះទៅដែលគាត់មិនសូវបន្ថាតាមវាទល់តែខ្លួនឯងទៀតអាត្មាប្រឹងនិយាយយ៉ាងម៉េចក៏ដោយវាទល់តែខ្លួនឯងទៀតដូចតែអ្នកជំងឺហើយនឹងពេទ្យចឹងវាមិនមែនតែរឿងពេទ្យទេបើអ្នកជំងឺគ្មានអារម្មណ៍ដើម្បីរស់មានការសហការជាមួយគ្រូពេទ្យគ្រូពេទ្យមើលទៅអ្នកឯងតែមិនហាត់ប្រាណកើតទេតែដេកច្រើនកើតទេកូលេស្តេរ៉ុលឡើងខ្លាំងពេទ្យនិយាយត្រូវមិនក៏ដោយប៉ុន្តែគាត់មានអារម្មណ៍មើលខ្ជិលហើយណាគាត់
ខ្ជិលក៏អត់សហការដល់គាត់អត់សហការពេលទៅធ្វើម៉េចឥឡូវពេលទៅធ្វើម៉េចបើគាត់ហាត់ប្រាណខ្លាញ់គាត់នោះឡើងច្រើនហើយពេលប្រាប់ថាឲ្យតមនេះតមនោះគាត់យល់ដែរតែវាឃ្លានធ្វើម៉េចអញ្ចឹងបើអ្នកជំងឺនឹងមិនសហការជាមួយពេទ្យបកកាយប៉ុណ្ណាក៏ព្យាបាលមិនជាដែរយ៉ាងណាមិញសច្ចធម៌នេះអ្នកបកកាយនិយាយប៉ុណ្ណាក៏ដោយអ្នកបញ្យល់ឲ្យច្បាស់ហែកមេឃឲ្យឃើញយ៉ាងម៉េចក៏ដោយបើអ្នកស្ដាប់មិនសហការមិនពិចារណាយកមកពិសោធន៍ក្នុងជីវិតរបស់ខ្លួនឯងរៀងខ្លួនទេត្រូវតែឯងទៅត្រូវតែឯងទៅអញមិនអញនៅតែចាំអាត្មាក៏ព្រមឲ្យអញ្ចឹងដែរធ្វើម៉េចមនុស្សយើងវាខុសគ្នាអញ្ចឹងបានការទៅរកផ្លូវត្រូវហ្នឹងវាត្រូវមាន2ដល់តាមមេគាសច្ចធម៌ហ្នឹងទី1ត្រូវមានអ្នកបង្ហាញផ្លូវត្រូវទី2ខ្លួនឯងយោនិសោមនសិការៈការគិតការពិចារណាតើបាត់ការពិចារណាមួយចប់ហើយតែមិនថាឃើញរូបមួយគេដាក់រូបក្បាលអញ្ចឹងណាគេដកខួរចេញទៅទេធ្លុំអត់នឹកឃើញថាមានពេលខ្លះគេឧបមាមនុស្សខ្លះវាលែងប្រើការគិតការពិចារណាអីហ្នឹងវាពិបាកហើយដូនតាយើងមិនមែនថាគាត់អាក្រក់ទេសន្តាននៃចិត្តគាត់ល្អដូនតាយើងតែគាត់ជួបតែអ្នកព្រានបដៅដោយច្រើនណាគាត់ជួបតែអ្នកអប់រំត្រូវធ្វើចេះត្រូវធ្វើចុះគាត់មានសន្តានចិត្តល្អចាស់ទុំយើងមិនមែនគាត់ជំនឿអាក្រក់ទេក៏ប៉ុន្តែគាត់គ្មានសិទ្ធិវែកញែកគ្មានសិទ្ធិបដិសេធគ្មានសិទ្ធិមិនជឿតែកាលណាមិនជឿតាមគេថាថ្មិលគេថាមិនគោរពចាស់ទុំឥឡូវមើលមេគារបស់ពុទ្ធដែលបខំហើយមានសំណួរអីព្រះអង្គអង្គុយវែកញែកដោះស្រាយរហូតដល់អ្នកនោះថាចាំមេគាពុទ្ធចឹងមកមិនបង្អាប់ចាស់ទុំយើងទេគ្រាន់ថាគាត់ being trained to be polite គេ train គាត់នឹងឲ្យទៅជាចាស់សុភាពរៀបសារឲ្យទៅជាចាស់ល្អចាស់គោរពប្រពៃណីចាស់ល្អដែរមិនអីមិនល្អប៉ុន្តែតែល្អ but not strong ក៏ប៉ុន្តែមិនខ្លាំងទេទល់តែប្រកាន់បញ្ញាបានខ្លាំងពួកពលៈមិនមែនមានតែសទ្ធាទេក៏មានបញ្ញាបានខ្លាំងស្មើមួយនេះឆៃសូរិយោច័ន្ទថាម៉ាសួរថាខ្ញុំកណាផ្ទាល់ពេលពិចារណានៅអ្វីមួយបើយើងចង់សរសេរថាពេលពិចារណានៅអ្វីមួយឲ្យត្រូវណូស្រអូននឹងវត្តមិនស្រាវទេណូស្រអាវហ្នឹងគឺនៅឯនេះនៅឯនោះខ្ញុំកណាផ្ទាល់ពេលពិចារណានៅអ្វីមួយតែងតែមានចិត្តពីរមកគិតចិត្តមួយគិតថាធ្វើអញ្ចឹងត្រូវហើយចិត្តមួយទៀតថាធ្វើអញ្ចឹងមិនត្រូវទេតើធ្វើយ៉ាងណាទៅឲ្យចិត្តទាំងពីរនេះស្រស់ស្រួលគ្នាបានលោកចាស់ចម្លើយងាយទេគឺត្រូវយល់ឲ្យច្បាស់នៅអ្វីដែលកំពុងគិតនឹងថាវាជាស្អីអញ្ចឹងណាបើយល់មិនច្បាស់ចិត្តពីរតែងតែកើតឡើងណាដូចណាឧទាហរណ៍ថាទីមកធ្លាប់លើឧទាហរណ៍ងាយៗអញ្ចឹងយើងមើលអត់ច្បាស់ផ្លូវមួយដើរទៅស្រាប់តែឃើញឬឈើកងែងកងងចេះចិត្តមួយថាតិចពោះទៅចិត្តមួយថាដូចឬឈើដែរអញ្ចឹងដល់រាបណាវាអត់ច្បាស់អាចិត្តពីរវានៅតែទាញគ្នាអញ្ចឹងមួយថាពោះមួយថាឈើប៉ុន្តែនៅពេលដែលបញ្ញាកើតឡើងដែលប្រៀបដូចជាភ្លើងពិលប្រចាំងទៅអញ្ចឹងណាស្វាច់ច្បាស់ចេះដល់ច្បាស់ចេះទៅឃើញថាអញឬឈើទៅអញ្ចឹងអាចិត្តមួយទៀតតែថាដូចពោះអត់ហ្នឹងវាលែងមានហើយវាមានតែគល់ឈើ
ឬក៏ចេញទៅឃើញពោះចិត្តដែលសង្ស័យថាជារឿងឈើហ្នឹងក៏លែងមានដែរសំខាន់គឺ right understanding clear understanding ត្រូវចម្រើនការយល់ដឹងហ្នឹងឲ្យច្បាស់ហើយច្បាស់មែនតើគឺត្រូវរៀនពីចិត្តហ្នឹងតែម្ដងបើមិនរៀនពីចិត្តហ្នឹងទេនៅតែសង្ស័យចឹងលັດសៀងហៃសាសនាយេស៊ូថាព្រះយេស៊ូជាអ្នកបង្កើតមនុស្សករណាក៏សួរគេថាតើទ្រង់បង្កើតមនុស្សដើម្បីអ្វីតើសាសនាពុទ្ធយ៉ាងណាដែរហើយមនុស្សគួររស់ដើម្បីអ្វីហ្នឹងហើយគាត់នឹងក៏ដឹងច្បាស់ដែរសូម្បីតែអ្នកកាន់សាសនាយេស៊ូក៏ថាតាមតែកពីរបស់គាត់ចឹងដូចរឿងព្រាហ្មណ៍នៃអាត្មាលើកពីដើមមកចឹងក្មេងៗនៅនេះគាត់អានគាត់សើចចឹងក្មេងៗសម័យក្រោយសូម្បីតែពួកអូស្ត្រាលីពួកអីគាត់មិនសូវជឿតែឥឡូវប៉ុន្តែសាលាគេឲ្យរៀនគាត់ចេះរៀននិយាយគាត់សើចដែរហ្នឹងអូនកើតនឹងព្រះនៅឯណាបង្កើតទឹកបង្កើតអីគឺគាត់សើចលេងហ្នឹងសួរទៅវារស់ចម្លើយវាមិនឃើញណាប៉ុន្តែគេឲ្យរៀនអញ្ចឹងគាត់ចេះរៀនអញ្ចឹងធ្វើមិនដែរគឺអត់មានអីរៀនក្រៅពីហ្នឹងតែថាឲ្យគាត់ច្បាស់ហ្នឹងចុងបញ្ចប់គាត់ថាព្រះថាអញ្ចឹងកុំប្រឆាំងព្រះទៅសួរថាណាអ្នកថាបានស្ដាប់ឮពីព្រះដែរអត់ពួកកពីថាអញ្ចឹងយូរគាត់ថាព្រះអ្នកចាកពីទៀតយេស៊ូណាចាកពីអ្នកក្រោយជាអាចារ្យហ្នឹងប៉ុន្តែមនុស្សគេឲ្យប្រើ feel យើងអាចមាន feel ថាព្រះនៅពីក្រោយយើងអា feel ហ្នឹងទៅនៅតែម្នាក់ឯងក្នុងព្រៃមកហើយ feel ថាខ្មោចនៅពីក្រោយបង feel ឡូវផ្លូវចិត្តរបស់យើងវាបង្កើតជាស្អីក៏បានដែរគ្មានអីសោះហ្នឹងចិត្តក៏វាថាមានខ្មោចនៅពីក្រោយដែរហើយតែយើងដាក់ថាមានព្រះហើយមានហ្នឹងចិត្តហ្នឹងហើយសួរថាយេស៊ូបង្កើតមនុស្សដើម្បីអីអាហ្នឹងទៅសួរខាងយេស៊ូហើយទៅពុទ្ធសាសនាយ៉ាងណាដែរពុទ្ធសាសនាវាមានពាក់ព័ន្ធអីមួយរឿងមនុស្សកើតហ្នឹងទេអត់មានពាក់ព័ន្ធអីគ្នាទេអត់មានពុទ្ធកើតក៏មនុស្សវាកើតតែអញ្ចឹងរឿងមនុស្សកើតហ្នឹងអត់មានពាក់ព័ន្ធមួយពុទ្ធសាសនាទេតែពុទ្ធសាសនានេះកើតឡើងដើម្បីឲ្យអស់កំណត់មនុស្សទៅវិញទេវិញនិយាយទៅវាផ្ទុយពីគ្នាបើ real Buddhism ហ្មងក្នុងគោលបំណងដើម្បីឲ្យអស់កំណត់មនុស្សទៅវិញទេអត់មានដើម្បីបង្កើតមនុស្សឃើញនៅក្នុងបរិច្ចាសមុបត្តិអស់ទៅនៃជាតិទៅអស់ទៅនៃទុក្ខតែមានកំណើតមានទុក្ខអញ្ចឹងពុទ្ធមិនទាមទារយក credit ជាអ្នកបង្កើតទេបើអាចព្រះអង្គឲ្យមនុស្សឈប់កើតទាំងអស់ប៉ុន្តែបើវាមានកិលេសវានៅតែកើតមកទៀតអញ្ចឹងហើយទុក្ខទៀតអញ្ចឹងភ័យនឹងកូវីដទៀតអញ្ចឹងទៅរឿងអីមកពីយើងកើតមកពិភពលោកហ្នឹងបើមិនបានកើតមកស្មើ21កូវីដហ្នឹងអញ្ចឹងមេគារបស់ពុទ្ធផ្ទុយពីសាសនាទាំងអស់សាសនាទាំងអស់យកឈ្មោះព្រះមកបង្កើតបើមេគាពុទ្ធដោយសារតែឃើញកើតវាចង្រៃនឹងឯងបានព្រះអង្គរមមេគាឲ្យឈប់កើតចេះរៀមច្បងគ្រួសារនេះកណាបានជួយមនុស្សច្រើនហើយពេលខ្លះជួបគេធ្វើមិនស្គាល់ខ្លះទៀតចំណែនកណាឃើញវិញមិនស្គាល់ខ្លះទៀតចំណែនកណាវិញពេលខ្លះក៏មានវិចារមិនល្អពីយើងទៀតផងតែកណាមិនដឹងនិយាយមិននិយាយយូរទៅក៏អៀនខ្លួនឯងលែងហ៊ានជួបកណាខ្លួនឯងនឹងធម្មតាទេបទជនយើងមានរឿងខុសរឿងត្រូវធម្មតារមិលគុណមិនរមិលគុណនឹងក៏ធម្មតាប៉ុន្តែសំខាន់យើងសប្បាយចិត្តនឹងអំពើល្អរបស់យើងរួចហើយបើគេដឹងគុណជាលៀបរបស់គេបើគេរមិលគុណជាអលៀបរបស់គេអញ្ចឹងណាវាអត់មានពាក់ព័ន្ធអីមួយយើងទេយើងក៏អត់មានខាតអីដែរ
បើយើងជួយចង់បានអីពីគេទៅពេលគេអត់ដឹងយើងមានអារម្មណ៍ថាខាតក៏ប៉ុន្តែបើយើងជួយដោយមិនចង់បានអីបើគេអត់ដឹងយើងអត់ខាតទេគេអ្នកខាតទៅវិញព្រោះគេបាត់គុណធម៌ហើយគុណធម៌ជាអ្នកជួយហ្នឹងយើងមានពេញហ្មងបើយើងអត់ស្ដាយណាតែបើយើងស្ដាយ something wrong ថាការដែលយើងជួយគេហ្នឹងប្រកាសជាចង់បានអីហើយតែពេលគេអត់ដឹងគុណយើងអត់ស្ដាយបនយើងនៅពេញដដែលសេចក្តីល្អរបស់យើងនៅពេញដដែលអាណិតហ្នឹងញាតិញោមនៅអាមេរិកអីមកទៅជួបគាត់បោបាច់មកគាត់ជាអ្នកមានបេះដូងល្អគាត់ជួយគេទាំងគ្រួសារអីមកដល់ពេលគេមកគេមិននិយាយរកគាត់អីគាត់រៀបរាប់ហើយរៀបរាប់ទៀតគាត់ខឹងគាត់តូចចិត្តណាគាត់ថាមិនមែនចង់បានអីទេឲ្យតែវាដឹងទៅវាមិនដឹងទៅទៀតតមាត់មើលឯងទៀតអានឹងមកពីអត់ស្គាល់ចិត្តខ្លួនឯងយើងវាមិនចង់បានលុយបានកាក់មែនប៉ុន្តែនៅចង់ដែរនៅចង់ឲ្យគេដឹងនោះអាហ្នឹងឯងតណ្ហាកើតទុកបើដោះតែចង់នឹងមួយចេញមានទៅស្អីបាច់មកដឹងក៏បានមានអីខ្ញុំឈរលើចំហហ្នឹងឲ្យច្បាស់អ្នកជួយគេហ្នឹងថាបើគេអត់មកដឹងគុណនរណាអ្នកខាតថានៅនោះខាតពួកគាត់បាត់គុណធម៌ដឹងគុណមួយគាត់បាត់គុណធម៌ដឹងគុណគេនឹងមួយហើយបើសិនជាគាត់ដឹងគុណអ្នកចំណេញនឹងមិនមែនយើងទេគឺគាត់ចម្រើនគុណធម៌ជាមនុស្សល្អតទៅទៀតយើងនេះកុំទៅអអានេះដឹងគុណអញប៉ុណ្ណេះអញត្រូវតាសម្ដែងជាអ្នកមានគុណលើវាណូអត់ទេផ្លូវអានឹងយើងអាចអាក្រក់វិញអ្នកខ្លះអាំងមានគុណលើគេហើយទៅគំរាមគេវិញហើយត្រូវចេះវិញចុះវិញអត់ទេអានឹងរៀមច្បងគ្រួសារកណាលោកបងពេលណាមួយកណាឡាយនិយាយម្ដងដែរព្រោះមានអ្នកធ្វើសាក់សីច្រើនណាស់ដែលគេដឹងពីកណាឡាយរឿងអីរឿងគេមិនដឹងហ្នឹងឯងជាយោបល់ថ្មនេះចង់ធ្វើក៏ធ្វើទៅប៉ុន្តែបើសិនតែដើម្បីលៀងខ្លួនឬក៏ដើម្បីឲ្យគេដឹងនោះតែគេមានចេតនាអាក្រក់លើយើងហើយនិយាយទៅកាន់តែបែកឆ្ងាយនិយាយទៅកាន់តែពួកហេតុផលមានតែមនុស្សល្អឯងចេះស្ដាប់យើងនិយាយហេតុផលយើងទាញហេតុផលមកនិយាយមានតែមនុស្សល្អទេគ្រប់គ្រងរឿងហេតុផលល្អហ្នឹងប៉ុន្តែមនុស្សមានគំនិតទុច្ចរិតហើយការនិយាយរបស់យើងទី1វាទៅជាធ្វើឲ្យគេឈឺចាប់ហែកឲ្យគេដឹងឧទាហរណ៍គាត់ថាធ្វើថ្មមិនដឹងថានរណាយ៉ាងម៉េចណាថ្មនិយាយទូទៅចាស់ថាឧទាហរណ៍ឥឡូវគាត់មានចេតនារំលោភគុណយើងហើយគាត់និយាយអាក្រក់ពីយើងទៀតអញ្ចឹងគាត់កំពុងតែមានមោទនភាពក្នុងការនិយាយហែកពីយើងហ្នឹងហើយគាត់ចង់ឲ្យមនុស្សគ្រប់គ្នាជឿគាត់ចឹងតែយើងអត់ដឹងអីសោះតែយើងនិយាយម្ដងអានេះនិយាយដើមអញចេះណាឧទាហរណ៍យើងនិយាយឲ្យគេជឿគាត់ដំបូងគាត់ដាក់ virus តែបន្តិចទេណាដើម្បីផ្សំចិត្តអ្នកឲ្យជឿគាត់ហ្នឹងតែបន្តិចដល់ពេលយើងបកស្រាយទៅដល់ពេលយើងបកស្រាយទៅឯនោះបង្កើត virus ថ្មីត្រូវធ្វើវិធីអីមួយទៀតដើម្បីឲ្យគេជឿគាត់កាន់តែច្រើនព្រោះអីព្រោះតាំងពីដំបូងបេះដូងវាទុច្ចរិតចេញទៅដល់ទុច្ចរិតចេញទៅយើងនិយាយឲ្យលាតតដាងការពិតវាខូចចិត្តគាត់ព្រោះគាត់ខំប្រកាច់យើងយូរហើយនោះនេះអត់ទោសចំពោះអ្នកណាដែលមានរឿងមួយញោមហ្នឹងគេលោរឿងមិនស្ដាប់តែមួយខាងមិនដឹងទេណាបាននិយាយចង់ទូទៅនេះបើសិនទេបើសិនឧទាហរណ៍បើគេមានទុច្ចរិតចំពោះយើងហើយចឹងបានញាតិញោមមើលថ្មនិយាយមើលចំពោះបុគ្គលហ្មងណាថ្មដែរនិយាយមួយអ្នកណាដែលធ្លាប់ជេរថ្មក៏ដោយអីក៏ដោយថ្មដែរយកមកនិយាយតាមហ្នឹងអត់ទេថ្មនិយាយទូទៅនិយាយឲ្យជាតម្រុយទូទៅនិយាយតែឲ្យដឹងថាអ្នកណារមងហែកឲ្យគេដឹងថ្មនិយាយឧទាហរណ៍កំណត់សញ្ញាបានចេះកំណត់សញ្ញាបានថាបើគេមានគំនិតចង់មូលបង្កាច់យើងហើយការនិយាយរបស់យើងមានន័យយើងចង់រើពីអាស័យដែលគេមូលបង្កាច់យើងហ្នឹងអញ្ចឹងគេឃើញ
អានេះចិត្តរួចពីកណ្ដាប់ដៃអញអញ្ចឹងគេត្រូវដាក់តាក់បន្ថែមទៀតបើយើងនៅស្ងៀមគេអាចប្រហែសគេអាចខ្ជិលមាត់ហើយខ្ជិលតែដល់គេពេលនិយាយរបស់យើងអាចជាការដោះសារអាចជារឿងស្អីមួយដែលគេត្រូវបន្ថែមលបោយដើម្បីឲ្យរឿងហ្នឹងកាន់តែកក់ខ្យល់ចាយឡើងហ្នឹងហើយបើថាយកល្អយកពេលរៀនធម៌វិញល្អជាងមិនបាច់យើងចង់បានអីពីនៅហ្នឹងឧទាហរណ៍ឥឡូវគេមានគំនិតមិនអាក្រក់មិនល្អពីយើងឥឡូវយើងចង់បានអីពីនៅហ្នឹងឥឡូវមិនថាចង់ឡាយឲ្យដឹងម្ដងហ្នឹងសួរតែចង់បានអីមិនបានអីទេបានតែខ្វល់ចិត្តហ្នឹងឯងគេនឹងចេញក្បាច់គុណថ្មីទៀតបើថានៅហៃទៅគីឡូគេយូរគេឈប់ទៅតែបើថាយើងcònនិយាយហេតុផលហេតុច្បាស់ប៉ុណ្ណាស័ក្តិសិទ្ធិប៉ុណ្ណានៅក្នុងសង្គមមនុស្សមេកិលេសនេះត្រូវដឹងថាហេតុផលចេះស្ដាប់តែមនុស្សល្អទេម្ដងទៀតថាហេតុផលចេះស្ដាប់តែមនុស្សមានសន្តានល្អទេមនុស្សបំរុងកែមនុស្សយល់ច្រឡំឧទាហរណ៍អ្នកខ្លះគេយល់ច្រឡំប៉ុន្តែមិនមែនយល់ច្រឡំដោយទុច្ចរិតទេយល់ច្រឡំដោយឃើញហេតុទំនងចេញអាហ្នឹងគេអាចដូចថាមានអ្នកខ្លះគេយល់ច្រឡំអីចឹងណានិយាយទៅគេអាចភ្លឺដោយសារយើងបញ្យល់គេក៏ប៉ុន្តែចំពោះមនុស្សដែលមានចំណិតទុច្ចរិតចំពោះយើងតែម្ដងការនិយាយរបស់យើងនឹងទៅជាclueនឹងទៅជារឿងមួយធ្វើឲ្យគេនឹកឃើញគំនិតអាក្រក់កាន់តែច្រើនទៀតដើម្បីសង្កត់គេចឹងមើលវិធីសាស្ត្ររបស់ព្រះពុទ្ធពេលដែលច្រើនពេលគេជេរគេបិចោលពេលគេបួលប្រកាច់អីព្រះអង្គតែងតែប្រាប់ភិក្ខុថាឲ្យនៅស្ងៀមទៅព្រះអង្គដាក់គោលដៅច្បាស់ណាស់មិនមែនព្រះអង្គអន់ទេព្រោះព្រះអង្គឃើញថាមនុស្សទុច្ចរិតហ្នឹងវាមិនចេះស្ដាប់ហេតុផលទេចាំបាច់មាត់ទេមិនមែនខ្លាចទេប៉ុន្តែព្រះអង្គដឹងថាមនុស្សទុច្ចរិតវាមិនចេះស្ដាប់ហេតុផលទេបើគេយល់ច្រឡំរឿងផ្សេងពីរខុសគ្នាមួយមនុស្សទុច្ចរិតមានចេតនាប្រកាច់យើងមកមួយទៀតមនុស្សយល់ច្រឡំគិតថាយើងអញ្ចឹងប៉ុន្តែមិនមែនគាត់ជាមនុស្សទុច្ចរិតទេតែគាត់យល់ច្រឡំឃើញយើងអញ្ចឹងស្មានតែយើងអញ្ចឹងមែនមនុស្សបែបហ្នឹងយើងបញ្យល់បានក៏ប៉ុន្តែបើមនុស្សទុច្ចរិតចំពោះយើងហើយមានគំនិតអាក្រក់ចំពោះយើងហើយគ្មានផ្លូវបញ្យល់គាត់យល់ទេមានតែច្បាប់ទេឈ្មោះធីតាវុធាធូបអុជសម្រាប់ជាគ្រឿងបូជានៅសម័យមុនតែធូបសម័យនោះផ្សំពីរុក្ខជាតិដែលមានក្លិនក្រអូបឥឡូវមានទឹកអប់និងគ្រឿងក្រអូបផ្សេងទៀតហើយយើងគួរមកប្រើជំនួសវិញព្រោះពេលអុជធូបវាប៉ះពាល់សុខភាពនិងបរិស្ថានផងហ្នឹងហើយយល់ត្រូវប្រហែលជាគាត់ឆ្លើយសំណួរអ្នកណាដែលសួរឲ្យតាមមើលហ្នឹងហើយត្រឹមត្រូវហ៊ានរីនេះខ្ញុំកណាបង្គំកាលពីប្រហែលថ្ងៃមុនម្ចាស់គុណសួរពងមន់ពងទាមានកំណើតកូនពងមន់ក្នុងពងអត់ខ្ញុំកណាសូមបកស្រាយពីសម្រាមដែលអ្នកទៅពងមន់ពងទាទៅលក់គឺគេយកតែមន់ទាចិញ្ចឹមមកចិញ្ចឹមព្រោះអីមន់ទាយីនោះវាអាចពងដោយគ្មានអាឈ្មោលហើយវាងាយពងបានច្រើនជាងមានអាឈ្មោលទៀតតែបើសត្វមន់នោះគេចង់បានពងឬមានកូនក្នុងគេត្រូវមានមន់ឈ្មោលអានទៅរួចចោះហ្នឹងហើយអរគុណញោមកណាឈ្មោះទឹកសូមថ្វាយគុំដោយសេចក្តីជ្រះថ្លាគណៈមានសំណួរមួយសូមឲ្យលោកចាស់គ្រូជួយពន្យល់អំពីពាក្យថាអភិសង្ខារនិងពាក្យថាសាលាយតនៈ6អភិសង្ខារគឺសំដៅទៅដល់តួកម្មតួតតែងធម៌ដែលតតែងផលធម៌ដែលបង្កើតផលហៅថាអភិសង្ខារបានដល់អកុសលចិត្ត12ហៅថាអបញ្ញាភិសង្ខារអបញ្ញា
បញ្ញៈនិងអភិសង្ខារហៅថាអបញ្ញាភិសង្ខារអកុសលចិត្ត12ហើយផ្នែកកុសលមាន2ហៅថាបញ្ញាភិសង្ខារគឺលំដៅទៅដល់មហាកុសល8ហើយនិងរូបាវចរកុសល5ហើយចុងក្រោយហៅថាអនេញជាភិសង្ខារអណូស្រអេញោចញ្ជោស្រអាអនេញជាភិសង្ខារហ្នឹងសំដៅដល់អរូបាវចរកុសល4ដូច្នេះទាំងអស់ហ្នឹងជាតួកម្មមិនរាប់លោកតរកុសលចូលទេលោកតរកុសលមិនឈ្មោះថាអភិសង្ខារទេព្រោះលោកតរកុសលមិនមែនជាធัวតតែងជាតិកំណើតក្នុងភពទេតែអភិសង្ខារទាំងអស់នេះគឺបានដល់អកុសលចិត្ត12ហើយនិងលោកយៈកុសលទាំងអស់ហ្នឹងហៅថាអភិសង្ខារពីព្រោះជាធัวតតែងជាតិកំណើតនៅក្នុងភពបានហៅថាអភិសង្ខារហើយដល់សាលាយតនៈមកពីសាលាហើយនិងអយតនៈនិងសាលៈអាយតនៈមានន័យថាអាយតនៈ6សាលាយតនៈហ្នឹងណាប្រែថាអាយតនៈ6មានចក្ខវាយតនៈរូបាយតនៈសោតាយតនៈឃានេយតនៈជីវហាយតនៈកាយាយតនៈមនីយតនៈភ្នែកតិចច្រមុះអណ្ដាតកាយចិត្តយកតែអាយតនៈ6ខាងក្នុងឯងកាលណានិយាយថាឆលាយតនៈឬក៏សាលាយតនៈហ្នឹងតែបើនិយាយថាទ្វេតសាយតនៈអាយតនៈ12យើងត្រូវបូកជាមួយនឹងអាយតនៈក្រៅ6ទៀតរូបសម្លេងក្លិនរសផតថាពៈនិងធម្មរម្មណ៍នឹងប៉ុណ្ណឹងប៉ុន្តែនៅក្នុងបរិច្ចសមុប្បាតអត់ពាក់ប៉ុននឹងអាយតនៈខាងក្រៅច្រើនទេគឺនិយាយតែអាយតនៈខាងក្នុងនឹងតែម្ដងអញ្ចឹងចង្រៃនឹងគឺអាខាងក្នុងនេះតែយើងរាល់ថ្ងៃវាអត់ឃើញទោសខាងក្នុងហ្នឹងឯងយើងឃើញតែខាងក្រៅគេធ្វើអីមិនសមមកយើងបន្ទោសអ្នកធ្វើមិនសមដាក់យើងតែយើងអត់ឃើញទោសនៃការឃើញទេណាអត់ឃើញទោសរបស់ភ្នែកទេគេនិយាយអីមិនសមគេប្រមាថកាត់ទៀនមកអត់ព្រមឃើញទោសនៃការមានតិចទេទៅឃើញទោសនៃអ្នកនិយាយទៅវិញបន្ទាត់ពិតមិនសមរឿងអាខាងក្នុងនេះភ្នែកតិចច្រមុះអណ្ដាតកាយចិត្តឃើញទេអាលុតអានឹងភពពិភពលោកនេះអត់មានរឿងដល់យើងទេពិភពលោកនឹងនៅតែប៉ុណ្ណឹងឧទាហរណ៍មនុស្សណាកាចមនុស្សណាអាក្រក់អីណានៃនោះយើងថាអីក៏អាក្រក់ម៉េះយើងរស់នៅមិនកើតជាមួយគាត់ហ្នឹងអីចឹងមកពីយើងនៅមានជីវិតហ្នឹងណាយើងងាប់បាត់ទៅមានទៅជួបគាត់ណាទៀតគាត់នៅក្អេងក្អាងអ្នកគាត់ហ្នឹងទៅក្នុងពិភពលោកហ្នឹងនរោសៀនបញ្គុំសពគ្រប់មកកណាធ្លាប់កសាងកុសលពីមុនតែមិនដឹងនិងមិនយល់ច្បាស់ឡើយខ្ញុំធ្លាប់ស្ដាប់ឮលោកម្ចាស់សង្ឃតិកាថាទល់តែយើងចេះអនុមោទនាកុសលបានជាទ្វារបើកនៅកុសលនោះកណាសូមទោសផងបើកណាចាំមិនច្បាស់ពាក្យវិគុណអានឹងពាក្យហ្នឹងក៏ប្រហែលជាថាមិនត្រូវតាមពាក្យអាត្មាទេកសាងកុសលហ្នឹងដូចខ្មែរនិយាយចឹងថាកសាងកុសលច្រើនដែរប្រហែលជាសំដៅតែទទួលកសាងកុដកសាងសាលាកសាងពហិកសាងស្ពានកសាងផ្លូវឲ្យបានហៅថាកសាងកុសលត្រូវដឹងថាកុសលគឺជានាមធម៌ណាมันមានរូបភាពអីទេប៉ុន្តែបើវាចេញទៅតាមច្រកអីវាច្រកហ្នឹងទៅធ្វើខ្លួនឯងក្តីជ្រះថ្លានឹងអ្នកដទៃធ្វើក្តីសូម្បីតែកតញ្ញូហ្នឹងយើងដឹងគុណហ្នឹងនៅជាមួយម្ដាយហ្នឹងជាកូនកតញ្ញូដឹងគុណម្ដាយបម្រើម្ដាយហ្នឹងហើយជាការកសាងកុសលប៉ុន្តែយើងឥឡូវកុសលយើងអៀតណាស់ពាក្យថាធ្វើបុណ្យធ្វើកុសលនឹងចង្អៀតមែនតើទល់តែត្រូវធ្វើនេះត្រូវធ្វើនោះមានពិធីនេះមានពិធីនោះភ្លេចអារឿងកុសលដែលត្រូវចម្រើនរាល់ថ្ងៃហ្នឹងឧទាហរណ៍កុសលរាល់ថ្ងៃហ្នឹងប្រៀបធៀបជាឧទាហរណ៍ថាគេថាពិធីលៀងភោជនពិធីលៀងភោជនពិធីជប់លៀងពិធីជប់លៀងអាហារអញ្ចឹងគេប្រមូលគ្នាមក
បរិភោគអាហារទៅក៏ឆ្អែតមកពេលប៉ុន្តែសួរថាយើងបរិភោគហ្នឹងតែពិធីជប់លៀងហ្នឹងឬក៏ក្រៅពីពិធីជប់លៀងយើងហូបដែរមនុស្សយល់ថាការបរិភោគដើម្បីអីហើយជួនកាលគាត់ធុញអាពិធីជប់លៀងសមោសគាត់ធុញទៅនំក៏មិនឆ្អែតអានៅផ្ទះក៏មិនឆ្អែតដូចតែគ្នាតែកុសលនឹងដូចគ្នាអញ្ចឹងឲ្យតែកុសលកើតនៅផ្ទះក៏កើតទៅវត្តក៏កើតទៅឯណាក៏កើតនៅឯណាក៏កើតដែរប៉ុន្តែថ្ងៃពាក្យកុសលនឹងវាចង្អៀតអស់ហើយចង្អៀតថាទល់តែធ្វើនេះទល់តែធ្វើនោះទល់តែអញ្ចេះទល់តែចុះរៀបអញ្ចេះខុសរៀបអញ្ចុះត្រូវអូលវល់កុសលនឹងមានទើសមានតោះអីកុសលនោះអត់មានអីទេវាញ៉ៃញ៉ៃអស់ទៅអញ្ចឹងហើយបានអាត្មាថាដើម្បីកាត់នៅចម្ងល់ហ្នឹងរៀនបរមត្ថធម៌បន្តិចអាខាងដើមហ្នឹងឲ្យស្គាល់ថាស្អីកុសលស្អីជាអកុសលតាប៉ុណ្្នឹងមិនបាច់អាចារ្យណាមកប្រូទេមិនបាច់លោកណាមកប្រូថាទល់តែធ្វើអញ្ចេះទល់តែធ្វើអញ្ចុះទល់តែហូបបាយតណើបមិនតណើបអីទេអត់តែហ្មងវាស្រួលទៅវាស្រួលយ៉ាងណាទៅនៅពេលដែលយើងវាមានសេរីភាពក្នុងការគិតវាស្រួលវាអត់ភ័យវាអត់ខ្លាចមើលទៅវាដឹងរឿងដែលគួរធ្វើនិងមិនគួរធ្វើតែហ្មងដូចសំណួរខាងមុនមិញសួរថាធ្វើម៉េចដើម្បីបង្ក្រាបចិត្តមេនះរបស់ខ្លួនយើងហ្នឹងថានៅតែរឿងយល់ដឹងដដែលព្រោះយើងច្រឡំមេនះខ្លាំងហ្នឹងយើងចេះគិតថាយើងគ្រាន់បើអញប៉ុណ្ណឹងដែរអាហ្នឹងសើមោហៈវាទៅបាំងស្មានថាមានអញអីនៅនឹងបានគ្រាន់បើគេឯងដែរអញ្ចឹងណាតែបើថាបញ្ញាហ្នឹងវាកើតឡើងហើយឆ្លោះឃើញច្បាស់ថាអត់មានអញអីប៉ុណ្ណឹងបានស្អីទៅតាំងធ្វើគ្រាន់បើទៀតពីព្រោះអីពីព្រោះអាមាននេះវាកើតមានមោហៈឧបត្ថម្ភមកមានលោភៈហ្នឹងនៅមួយវាទៀតជាប់ជាពាក់មានកិត្តិយសជាប់ជាពាក់នឹងចំណេះដឹងជាប់ជាពាក់នឹងខ្លួនឯងហ្នឹងវាខ្លាំងចេះខ្លាំងចុះអញ្ចឹងណាបានមោហៈហ្នឹងជាបច្ច័យមកលោភៈហ្នឹងវាជាប់អញ្ចឹងទៀតហើយឧបត្ថម្ភពីសកាយទិដ្ឋិទៀតអញ្ចឹងមាននេះវាកើតដែរមាននេះកើតតើមានមោហៈក៏មោហៈមាននេះអត់កើតទេប៉ុន្តែបើបញ្ញាកើតវារកកន្លែងពួនមិនឃើញទេហ្នឹងតែបញ្ញាកើតរកកន្លែងពួនមិនឃើញទេមានអ្នកហ្នឹងព្រោះមាននេះមិនអាចจะសង្ងំនៅជាមួយបញ្ញាបានទេសូម្បីតែបញ្ញាក្នុងកុសលគណៈទានសិលក៏ដោយឃើញទេបើយើងច្រឡំអូអញចេះធัวច្រើនណាចេះធัวច្រើនណាកន្លែងថាអញចេះធัวច្រើនស្អីគេមិនតួកុសលទេកន្លែងតួមានអ្នកតួលោភៈហ្នឹងគ្មានណាដល់អញអញហ្នឹងតួមានអ្នកហើយគណៈហ្នឹងគឺគេឆ្លាតអត់ទេអាប្រកាសតែខ្លួនអញអ្នកចេះហ្នឹងណាហើយមាននេះវាកើតហ្នឹងកន្លែងហ្នឹងល្ងងពីព្រោះមាននេះវានៅតែមួយមោហៈទេវាមិនមែននៅមួយបញ្ញាទេតែបញ្ញាកើតឡើងវាគ្មានអីយកទៅអួតទេវាឃើញសភាវធម៌ទាំងឡាយស្មើគ្នាតើស្មើគ្នាតើមានណាលើណាអត់ទេប៉ុន្តែយ៉ាងណាក៏ត្រូវមានមេរៀនចាប់ផ្ដើមរៀនពីចិត្តចេតសិករូបនឹងឯងចំណាយពេលខ្លះដើម្បីស្រាយជីវិតយើងទាំងអស់គ្នាហ្នឹងបើមិនយល់អាហ្នឹងទេអត់មានវិធីស្រាយទេមានតែចងថែមទៅវត្តមានតែចងថែមសុំថែមចងថែមសុំថែមអត់ចេះបានស្រាយម្ដងណាអត់ចេះស្រាយទេមានអីស្រាយទេមានពេលឆ្លៀតពេលបានមកចេះតែបន្ថែមទៀតគឺចង់បញ្ជាក់ពីរឿង simple way of practicing វិធីបដិបត្តិក្នុងជីវិតងាយក្នុងជីវិតប្រចាំថ្ងៃងាយឲ្យទៅជាជីវិតរបស់យើងដូចអង់គ្លេសអញ្ចឹងគេបរៀនគេថា conversation real conversation ស្អីណាអា practice real life បានវាទៅជាមានកម្លាំងយើងទៅរៀនអា course មួយហ្នឹងថ្លៃ$1000ក៏ឡើយដាក់មួយវគ្គហ្នឹងរៀនឲ្យវាចេះតែមួយ plate ហ្នឹងអត់ចេះទេវាតទៅ everyday life គឺរាល់ថ្ងៃដូចកូនក្មេងគាត់កើតនៅទីនេះអញ្ចឹងគាត់អត់ដែលមានអារម្មណ៍ថាគាត់ប្រឹងអង់គ្លេសទេតែអាត្មាទេដែលមកអត់សូវនិយាយអង់គ្លេសនៅតែពិបាកដោយសារអីដោយសារអត់យកអង់គ្លេសហ្នឹងមកជា
ជាការងារប្រចាំថ្ងៃជួបខ្មែរនិយាយតែខ្មែរដដែលឃើញទេដល់តែយកមកធ្វើជាការងារប្រចាំថ្ងៃគាត់កើតមក accent របស់គាត់ហ្នឹងគឺអូស្ត្រាលីបដ ដូចក្មួយខ្មែរអីចឹងចិត្តតែប្រយ័ត្នខ្លាចតែគាត់ភ្លេចខ្មែរហ្នឹងបើខំឲ្យគាត់និយាយខ្មែរហើយគាត់ទៅសាលាញឹកជួបគ្រូជួបមិត្តភ័ក្តិជួបអីគាត់ចេះមួយម៉ាត់ហ្នឹងគឺស្ទង់អង់គ្លេសបណ្ដោយយ៉ាងណាមិញធម្មបដិបត្តិហ្នឹងគុំគិតថាវាមានលក្ខណៈស្អីពិសេសតែយើងគិតថាមានលក្ខណៈអីពិសេសយើងទុកជីវិតយើងឆ្ងាយពីធម្មបដិបត្តិហ្នឹងតែបើយើងយល់ច្បាស់ថាធម្មបដិបត្តិគឺរឿងសាមញ្ញបំផុតនៅក្នុងជីវិតនរណាក៏អាចរៀនបាននរណាក៏អាចយកមកពិសោធន៍បានក្នុងជីវិតរាល់ថ្ងៃមិនចាំបាច់ទំនេរសានេអាលវល់ច្រើនណាស់នឹងហើយដែលត្រូវយកមកពិសោធន៍មានអ្នកខ្លះថាសំណួររបស់ស្អីគេសខំថ្មមើលឈ្មោះមិនឃើញថាឡើងទៅលើបាត់ថាស្រុកយើងភាគច្រើនថាស្ដាប់ពធទៅឡើងឋានសួគ៌នឹងមកពីអត់យល់ធម៌នឹងស្អីគេអ្នកយល់ធម៌មែនទេអត់មានចង់ទៅឋានសួគ៌មែនទេទេវតាមែនទេមកអញ្ជើញក៏អត់ចង់ទៅដែរឋានសួគ៌ហ្នឹងឋានសួគ៌ហ្នឹងគឺឋានកាមគុណណាពរនីក្នុងគម្ពីរមានអីក្រៅពីកាមគុណទេវតាមួយមានប្រពន្ធប៉ុណ្ណេះល្បែងកាមសុទ្ធហើយជាភិក្ខុនេះបើថាបដិបត្តិធម៌ដើម្បីឲ្យបានទៅឋានសួគ៌ត្រូវទោសទៀតដាក់ប្រធានបទថាអញបដិបត្តិធម៌នឹងចង់បានទៅកើតឋានសួគ៌ព្រះអង្គតេះដៀលបដ ពួកវាឋានសួគ៌ឋានសុខហ្នឹងគឺឋានកាមគុណហ្នឹងឯងអញ្ចឹងវារឿងវែងឆ្ងាយណាស់មុំកាត់បន្ថយទៅរាងឋានសួគ៌ឋានសុខឋានអីហ្នឹងយើងគ្រាន់តែចង់មកនៅអូស្ត្រាលីបាក់ចង់ងាប់ហើយមុំទៅឋានសួគ៌ទៀតគ្រាន់តែចង់ធ្វើតេស្តទៅនៅអាមេរិកហ្នឹងក៏ពិបាកឋានមនុស្សសោះពិបាកពេញបែបបបមិនត្រូវគេមិនអោយឯងទៅខ្លះជាប្រាថ្នាឋានសួគ៌មិនដឹងពីណាផងគ្មានកន្លែងប្រឌិតមេដៃអីធំថាគ្មានវីដេអូអីឃើញម្ដងផងអីដឹងគេនិយាយភាសាអីផងចេះតែអ្នកខ្លាំងឲ្យមកអូស្ត្រាលីម្នាក់ឯងបានច្បាប់ហើយឲ្យមកអូស្ត្រាលីម្នាក់ឯងអត់ហ៊ានមកឲ្យសិតមនុស្សសិតថាមនុស្សនោះអត់ហ៊ានមកហើយយកអាងាប់ទៅម្នាក់ឯងទៅឋានសួគ៌ហ្នឹងអត់ខ្លាចអត់តាមផ្លូវទេអីនិយាយលេងចុះអត់ខ្លាចតាមផ្លូវខ្លាចអត់ចេះភាសាអីទៅនិយាយស្ដាប់គ្នាមកអត់ខ្លាចទេគិតតែប្រាថ្នាយកហ្មងតែថ្ងៃនិយាយឲ្យគិតទៅណាប៉ុន្តែស្អីដែលយើងទម្លាប់ទូទៅហើយតែប៉ុណ្ណឹងអស់លុយរាប់ម៉ឺនក៏ប្រាថ្នាដែរអាហ្នឹងប៉ុន្តែ the real life មែនទេណាឥឡូវគេឲ្យតែមកនេះបានច្បាប់មកម្នាក់ឯងអ្នកខ្លះមិនហ៊ានមកផងមិនតន់ងាប់ផងនៅកន្លែងទេទូរស័ព្ទឆ្លងគ្នាបានសោះហ្នឹងណាឆ្លងគ្នាបានសោះបើថាវែងទៅឲ្យទៅប៉ូលីសទៅទូរស័ព្ទរកគ្នាបានសោះនៅខ្លាចមិនហ៊ានមកហើយអាឋានសួគ៌ងាប់ទៅតែម្នាក់ឯងហើយចេះប្រាថ្នាក្លាហានទៅដែរណាជាឆ្ងល់ខ្មែរ Music Official ខ្ញុំស្ដាប់ច្រើនទៅគេនិយាយថាកាលនៅទំនេរមិនស្ដាប់ទេពេលហូបបាយទៅស្ដាប់វិញពេលមុននោះកណាស្ដាប់ហើយកណាមិនយល់សោះមិនយល់គេនិយាយហ្នឹងស្ដាប់ពេលណាក៏បានពិចារណាធម៌ពេលណាក៏បានដល់ហើយទៅសំបីទៅចូលប្រគុណហ្នឹងក៏បានប៉ុន្តែគ្រាន់ថាបើយើង lose concentration បើយើងមិនមានការបដោតមិនមានការចង់ទេវាគ្រាន់តែស្ដាប់មិនសូវតន់តែប៉ុណ្្នឹងឯងទោសរបស់វាត្រឹមប៉ុណ្្នឹងមានទៅធ្លាក់នរកប្រែតស្អីវាយើងធ្វើអីបដើស្ដាប់ទៅវាអាការផ្ចង់ការផ្ទៀងរបស់យើងហ្នឹងវាមិនសូវបានល្អដូចតែយើងរៀនអីផ្សេងចឹងយើងកុំទុករឿងធម៌នោះឲ្យផ្សេងពីមេរៀនផ្សេង
កុំទុកមេរៀនធម៌ហ្នឹងឲ្យផ្សេងពីមេរៀនផ្សេងធម៌គឺជាមេរៀននឹងឯងគ្រាន់ថាមេរៀនធម៌នេះវាជាមេរៀនពិសេសជាងមេរៀនធម្មតាដែលអាចរំដោះទុកសត្វលោកបានវាខុសពីមេរៀនផ្សេងដែលគ្រាន់តែឲ្យសត្វលោកនោះរស់នៅក្នុងអន្តរកាមគុណតែប៉ុណ្្នឹងបានយើងហៅថាពធទៅប៉ុន្តែពិតគឺមេរៀននឹងឯងប៉ុន្តែដល់ពេលយើងដាក់ព្រះនៅខាងមុខមកហើយដាក់ធម៌មកទៀតយើងលើកពេកដល់លើកពេកយើងលែងចេះបដ ாய் រហូតដល់ទៅយើងមានទម្លាប់ថាព្រឹកត្រូវថ្វាយអង្គមព្រះល្ងាចត្រូវថ្វាយអង្គមព្រះអាហ្នឹងហើយពុទ្ធបរិស័ទល្អថាមែនទេការសូត្រការស្វាធ្យាយរបស់ភិក្ខុសង្ឃអ្នករៀននោះមិនមែនអញ្ចឹងទេគឺដើម្បីចាំតាកុំឲ្យវាភ្លេចតាជាងមើលសម័យពុទ្ធកាលមានពីណាមានពុទ្ធដាក់ថ្វាយអង្គមគ្មានទេពុទ្ធមានតែមួយហ្នឹងព្រះអង្គមកឲ្យធ្វើរូបហ្នឹងកាលនោះខ្លះនៅក្នុងព្រៃមានពុទ្ធណាមកថ្វាយអង្គមតែលោកស្វាធ្យាយរាល់ថ្ងៃជួបជុំគ្នាទៅពេលមុនបដិបត្តិដល់លោកស្វាធ្យាយលោករំលឹកអញ្ចឹងទៅជាការរំលឹកមេរៀនការសូត្ររបស់លោកគឺការរំលឹកមេរៀនមិនមែនជាការសូត្រថ្វាយអង្គមព្រះទេមិនមែនទេតែយើងឥឡូវជាប់ហ្វមត្រឹមប៉ុណ្ណឹង20ភាសាក៏នៅសូត្រតែប៉ុណ្ណឹងណា3 10ដែរបើកមើលទេអានឹងវាច្រឡំគ្រប់គ្នាអញ្ចឹងទៅវាពិបាកតែពិបាកអ្នកណាបាក់អ្នកច្រឡំហ្នឹងឯងមិនមែនពិបាកអ្នកមិនច្រឡំទេហ្នឹងហើយចឹងម្ចាស់សំណួរវិញទទួលបាននេះ depression ហ្នឹងនរណាអ្នកឲ្យថា no one give you even you yourself you cannot do it ចឹងសូម្បីតែយើងខ្លួនឯងហ្នឹងក៏យើងមិនធ្វើឲ្យខ្លួនឯងដែរព្រះសម្មាសម្ពុទ្ធត្រាស់ឲ្យថាអ្នកតាំងបេតាអ្នកតាំងមេតាអ្នកតាំងស្អីទាំងអស់ហ្នឹងថាសេចក្តីទុក្ខនេះគ្មានអ្នកណាឲ្យទេគ្មានម៉ែគ្មានឪឲ្យសូម្បីតែខ្លួនយើងក៏មិនអ្នកធ្វើដែរព្រោះវាអត់មានខ្លួនបានស្អីធ្វើវាអត់ទាំងមានខ្លួនទៅទៀតប៉ុន្តែនិយាយអត់ខ្លួនឡើយហ្នឹងពិបាកយល់បន្តិចថាសូម្បីតែខ្លួនយើងក៏យើងមិនធ្វើវាដែរហ្នឹងខ្ញុំប៉ុណ្ណឹងអ្នកអត់តន់រៀនបរមត្តហ្នឹងអាចចាប់បានមែនតាខ្ញុំមិនចង់ខឹងណាខ្ញុំមិនចង់បាក់ចិត្តណាខ្ញុំមិនចង់បើថាវាកើតព្រោះខ្ញុំឬទល់តែខ្ញុំបខំឲ្យវាកើតថាមែនខ្ញុំអត់មានចង់ធ្វើវាផងស្រាប់តែវាកើតឡើងអាហ្នឹងហើយព្រោះធัวទាំងឡាយវាកើតពីបច្ច័យហ្នឹងហើយសិក្សាពីបច្ច័យរបស់វារឿយទៅធូរឆនរងខ្ញុំកណារៀនអភិធម្មបានខ្លះហើយប៉ុន្តែហេតុអីបានជាខ្ញុំកណានៅតែខឹងច្រើននឹងធ្វើចិត្តលះនៅនឹងមកពីទឹកចេះខ្លះហ្នឹងបើយល់អភិធម្មច្រើនទៅលែងសួរថាហេតុអីឲ្យទៅសួរហេតុអីមិនបានជាខឹងហ្នឹងមកពីអត់យល់អភិធម្មហើយដល់យល់អភិធម្មទោះបីនៅខឹងក៏លែងឆ្ងល់អញ្ចឹងឧទាហរណ៍ថាឥឡូវយើងឈឺហើយក៏យើងរៀនពីមេរោគយល់ដឹងពីមេរោគទៅពេលទៅគេប្រាប់ថាយើងនឹងឈឺគ្រុនផ្ដាសាយហើយមានមេរោគផ្ដាសាយហើយបានដឹងខ្លះពីមុនអត់ស្រួលខ្លួនអត់ដឹងថាអីសោះអត់មានពីមុនយើងអត់ដឹងទៅដល់ពេទ្យណែនាំទៅឥឡូវឈឺអ្នករោគនេះចេះយើងឆ្ងល់ហើយខ្ញុំដឹងថារោគអីរៀនទៅដឹងថារោគអីមិនគេខ្ញុំនៅតែឈឺទឹមតែដឹងខ្លះហ្នឹងតែមេរោគនៅពេញខ្លួនដែរមិនជាដោយសារតែដឹងប៉ុណ្ណឹងឃើញអត់
ចឹងការរៀនពីអភិធម្មហ្នឹងមិនមែនតែរៀននោះអស់ខឹងអលីមិនមែនរៀននោះឈប់ការទុកអលីក៏មិនមែនវាអាស្រេចហើយតើយើងយកមក apply ក្នុងជីវិតហ្នឹងបានប៉ុណ្ណាដូចយើងរៀនពេទ្យចឹងរៀននោះឈប់ឈឺមិនមែនសំខាន់តែរៀនហ្នឹងយើងចេះការពារខ្លួនមិនហើយឈឺយើងចេះព្យាបាលខ្លួនមិនអញ្ចឹងដែរស្រីអូនសួរថាពូស្ដាប់យីទៅការរស់នៅនឹងងាយស្រួលជាងមុនបងហ្នឹងឲ្យយល់អញ្ចឹងដោយសារដូចយើងរៀនពីសុខភាពចឹងតែយើងដឹងតែថែទាំវាយ៉ាងម៉េចវាងាយស្រួលជាងការអត់ដឹងហើយលាក់ស្រីមិចបែងគុំឲ្យសពគ្រប់មកខ្ញុំមិនមានសំណួរជីវិតគូមានដែលសំប្រកបដោយធម៌ត្រូវមានអ្វីខ្លះហើយបើមិនជ្រុលមិនសំប្រកបតាមនឹងទៅហើយតើមិនគួរបន្តដំណើរជីវិតគូទៀតទេគ្រូក៏ត្រូវណាសូមគ្រូអភ័យករណាផងករណាតែងតែស្ដាប់ប៉ុន្តែពេលខ្លះធ្វើចិត្តមិនបានមិនឲ្យគិតមិនឲ្យខ្វល់ពីគេដូចមកថាអញ្ចឹងធរយល់មែនទែនទល់តលែងធ្វើទល់ទៅរៀនតាមដានវាវិញណារឿងធ្វើចិត្តហ្នឹងកុំធ្វើវាធ្វើមិនកើតទេចិត្តអ្នកធ្វើយើងមិនបានធ្វើចិត្តទេយល់តែនឹងមួយទៀតចិត្តអ្នកធ្វើយើងមិនមែនធ្វើចិត្តទេយើងទៅសិក្សាពីសភាវៈចិត្តមកចិត្តដោយអត្ថាគិតមិនមែនយើងគិតទេចិត្តដោយអត្ថាសន្សំនៅសន្តានដោយអំណាចជាវណ្ណវិធ័យយើងមិនឲ្យចិត្តគិតឲ្យចិត្តធ្វើអីទូនាទីចិត្តគិតចាំពាក្យអាត្មាថាចិត្តធ្វើយើងមិនមែនយើងធ្វើចិត្តទេចិត្តបង្កើតយើងមិនមែនយើងបង្កើតចិត្តទេតែកាលណាយើងយល់ពីចិត្តខ្លះហើយយើងនិយាយចិត្តនេះវាអាក្រក់មិនក៏អញធ្វើវាមិនបានវានៅតែក្នុងសង្ស័យមិនតាន់ដាច់ស្រេចអញ្ចឹងហើយបានជានៅតែទៀមទាឲ្យរៀនពីចិត្តឲ្យដឹងទូនាទីចិត្តលះបង់តិចមើលរដូវកូវីដ -19 នេះសាកទៅស្ដាប់ចិត្តនឹងឲ្យវាយល់ពីអកុសលចិត្តនឹងបន្តិចទៅឲ្យចេះតាអកុសលចិត្ត12មហាកុសល8ហើយនឹងហេតុកៈចិត្តប៉ុណ្ណឹងក៏បានអាចថែមប៉ុណ្ណឹងគឺនឹងរឿងរបស់យើងសោះអាត្មាមិនដឹងថាមិនដឹងតើទៅវែកទៅហែកទៅញែករឿងហ្នឹងឲ្យមនុស្សយើងហ្នឹងចូលចិត្តរៀនរឿងហ្នឹងយ៉ាងម៉េចប៉ុន្តែតារៀនហើយគឺជីវិតហ្នឹងធូរស្រាលមែនរៀនយល់ណាកុំទៅរៀនគ្រប់គ្រងពុទ្ធសាសនាកុំទៅរៀនឲ្យពុទ្ធសាសនារីកចម្រើនពាក្យហ្នឹងគ្មានធ្វើឲ្យថ្មរំភើបអីទេហងៃនេះលណាអើយមកធ្វើឲ្យពុទ្ធសាសនារីកចម្រើនមកធ្វើអូយកុំមកយកខ្លួនឯងកលេសញុកមកធ្វើឲ្យពុទ្ធសាសនារីកចម្រើនស្អីទេធ្វើឲ្យតែខ្លួនឯងរួចចាក់ទុកមួយធ្វើមិនកើតផងហ្នឹងមកឲ្យពុទ្ធសាសនារីកចម្រើនស្អីពុទ្ធសាសនាមានទុកស្អីពុទ្ធសាសនាដើរតួជាថ្នាំពេទ្យតាសម្រាប់ព្យាបាលយើងតែប៉ុន្តែយើងចេះតែច្រឡំតែខ្លួនឯងនឹងចេះវិញចោះមានគុណសម្បត្តិចេះចោះហើយបីតែព្រះអរហន្តទាំងឡាយលោកមិនដែលទទួលភរៈថាលោកអ្នកធ្វើសាសនានៅរីកចម្រើនស្អីអត់លោកគាត់មានទូនាទីសិក្សាបន្តមកបកគលឲ្យគេបន្តមកទៀតអីប៉ុណ្ណឹងគាត់ថាឲ្យលោកទៅលើកសាសនាស្អីនោះចំណាំមើលទៅឲ្យតែចេញមកលើកសាសនាអីហ្នឹង something wrong ហើយតាំងពីដើមមកលើកស្អីដូចព្រះអាទិត្យលិចទៅលើកស្អីមនុស្សដែលមានប្រយោជន៍ពីព្រះអាទិត្យគ្រាន់តែថាបើពលឺព្រះអាទិត្យនៅមានខំធ្វើការងារអីឲ្យបានប្រយោជន៍មុននឹងព្រះអាទិត្យរះមុនព្រះអាទិត្យលិចព្រោះព្រះអាទិត្យនឹងត្រូវតែលិចហើយធម្មវិន័យនេះក៏ត្រូវតែបាត់ដែរបើមិនបាត់ទៅចម្លែកយើងមើលសម័យយើងបច្ចុប្បន្នពីណាមកតាំងខ្លួនធ្វើលើកមិនរួចទេស្មាក៏មិនដែលមានសមត្ថភាពឲ្យទៅលើកធម៌វិន័យអីណាអត់ទេអត់មកឃើញដំណើររបស់ធัวហ្នឹងដូចធម្មជាតិដំណើរព្រះចាំងព្រះអាទិត្យចឹងតែវារីកដល់ខ្លាំងមែនទែនដល់ពេលវេលារាវទៅវិញអញ្ចឹងធ្វើម៉េចជួយព្រះអាទិត្យកុំឲ្យលិចទៅធ្វើព្រះអាទិត្យកុំឲ្យលិចមានឈួតដោយយើងគិតថាធ្វើម៉េចកុំឲ្យពុទ្ធសាសនាបាត់បង់មកថា
មកពីមិនយល់មិនចង់ឲ្យពុទ្ធសាសនាបាត់បង់អីហ្នឹងក៏មិនយល់ដែរពូដំណើរវាធម្មជាតិវាអញ្ចឹងបើមនុស្សសបោកិលេសច្រើនឡើងមិនឲ្យធួនឹងបាត់មិនដំណើរធម្មជាតិវាអញ្ចឹងមនុស្សចូលចិត្តសុបាយមនុស្សចូលចិត្តភ្លើតភ្លើនមនុស្សចូលចិត្តសាហាវមនុស្សចូលចិត្តចង់បានអីឆាប់អត់មានការអត់ធ្មត់អីដើម្បីសិក្សារៀនសូត្រពីខ្លួនឯងចឹងទៅចង់បានតែភ្លាមទៅវត្តនឹងចង់បានតែភ្លាមពីណាតែដែលស្ម័គ្រចិត្តទៅអង្គុយរៀនឡើយអត់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ឲ្យថាបើចង់បានបញ្ញានឹងចូលទៅរកសមណៈព្រាហ្មណ៍អ្នកមានបញ្ញាសាកសួរបញ្ហាសន្តានាដោះស្រាយបញ្ហាអីផ្សេងចឹងទៅប៉ុន្តែយើងអត់បើយើងទៅរកសុំតពោសុំតជ័យសុំតស្អីចឹងហ្នឹងឲ្យពុទ្ធសាសនារីកចម្រើនហ្នឹងទៅតាមដំណើរហ្នឹងហើយដូចអាផ្សាយរាល់ថ្ងៃហ្នឹងចាត់ទុកថាដូចជាដើរប្រោះទឹកស្រោចទឹកតំណាំអីតាមរវាមានស្រាប់ហ្នឹងតាណាដុកធ្វើម៉េចរដូវភ្លៀងក៏វាមានកំណត់យើងមិនឲ្យរដូវភ្លៀងផុតទៅក៏វាមិនកើតស្អីក៏វាមិនអមតៈដែរបើរឿងដែលឆ្លាតបំផុតគឺប្រើប្រាស់របស់កំពុងមានឲ្យបានប្រយោជន៍ be in present ណាគឺបច្ចុប្បន្នគឺជា gift គឺជាអំណោយជាកាដូគឺត្រូវប្រើប្រាស់ឲ្យបានជាប្រយោជន៍ឥឡូវមានធម៌មានន័យកិច្ចការត្រូវសិក្សាវានិងបដិបត្តិឲ្យបានល្អនៅពេលដែលសិក្សាបានល្អបដិបត្តិបានល្អហើយឃើញតែមានផលប្រយោជន៍ចែកម្លែកគេផងខ្លួនទីមានប៉ុណ្ណឹងមានអីទេឥឡូវវិលមកសំណួរវិញថាធ្វើចិត្តមិនបានហើយយល់សំណួរនេះគឺសំណួរអ្នកមិនរៀនអភិធម្មឬក៏រៀនដែរតែរៀនចូលសភាវៈអត់ដល់បានតែស្ដាប់ថ្មបញ្យល់អីទូទៅចឹងមិនតែអ្នកសួរនឹងមួយអ្នកដល់ច្រើនទៀតហ្នឹងគឺខ្ជិលរៀនហ្នឹងមកឲ្យរៀនខ្ជិលរៀនហ្នឹងមកតែថ្មអត់លាក់ព្រៃណាមិនមានលាក់ទេថាមិនបានថ្មច្បាស់លាស់រឿងធម៌ហ្នឹងថាថ្មរៀនចំគោលរៀនចំមេវាដូចយើងរៀនចំស្គាល់ ingredients ចឹងណាស្គាល់អំបិលស្គាល់ស្ករស្គាល់អីច្បាស់លាស់ចឹងដល់ចឹងមនុស្សស្គាល់អាគ្រឿងផ្សំអស់យកទៅបង្កើតមុខម្ហូបអីក៏បានដែរយកទៅបង្កើតមុខម្ហូបអីស្លបង្កើតជាមុខម្ហូបនេះបង្កើតជាមុខម្ហូបនោះឲ្យតែមានគ្រឿងស្លហ្នឹងហ្នឹងហើយចឹងលើជីវិតមានគូវាមិនសមប្រកបថាជីវិតជាជីវិតអីក៏វាទុកដែរជីវិតអ្នកអត់គូនឹងវាទុកតាមបែបអ្នកអត់គូទៅជីវិតអ្នកមានគូនឹងក៏វាទុកតាមបែបអ្នកមានគូទៅជីវិតគេថាមានកូនពិបាកណាស់អ្នកអត់កូននោះពិបាកតាមអ្នកអត់កូនទៅឲ្យតែខ្វះសិល្បៈវិធីនៃការគិតពីព្រោះធម៌នឹងគឺប្រាប់វិធីនៃការគិតដើម្បីឲ្យវាបាត់ហើយរៀនពីសិល្បៈវិធីនៃការគិតគិតត្រូវធូរគិតខុសតាំងពេលយើងខឹងយើងក្រោធយើង stress យើងអីហ្នឹងមិនមកពីបញ្ហាហ្នឹងទេគឺការគិតរបស់យើងអត់ត្រូវមើលលើអាហ្នឹងថាមកពីគិតអត់ត្រូវមកពីអកុសលចិត្តកើតឡើងរាសីដាក់អាហ្នឹងបើសិនបើគិតត្រូវសមាធិកើតឡើងតួសមាធិស្អីគេគឺតួបញ្ញាកើតឡើងនៅតាណាកើតឡើងនៅក្នុងមហាកុសលតួមហាកុសលមាន stress មាន depression no clean and clear គិតត្រូវវឹបអស់លីងសេចក្តីទុកកង្វល់គ្មានទេប៉ុន្តែរាល់ថ្ងៃដូចនិយាយពីការគិតត្រូវធ្វើត្រូវអីហ្នឹងហាក់ដូចជាសម្ពាធដូចមកនិយាយម្ដងទៀតហ្នឹងមនុស្សតែការនិយាយពីការគិតត្រូវការនិយាយត្រូវការធ្វើត្រូវដូចសម្ពាធអូយទៅគិតត្រូវមែនសង្គមអញ្ចឹងត្រូវម្នាក់ឯងមិនកើតវាទៅជាអញ្ចឹងទៅដូចគ្នាឃ្លានគ្រប់គ្នាខ្ញុំហូបបាយម្នាក់ឯងមិនឆ្អែតទេអត់យល់តែណាស៊ីនឹងឆ្អែតទេណាឃ្លានមិនដឹងទេញ៉េតួគិតត្រូវហ្នឹងគឺតួសុខនឹងឯងតួនិយាយត្រូវហ្នឹងក៏តួសុខដែលកើតឡើងព្រោះចិត្តកុសលនឹងឯងតួធ្វើត្រូវក៏តួសុខព្រោះកើតពីមហាកុសលនឹងឯងយើងរាល់ថ្ងៃវាអត់ឃើញសម្រស់របស់សេចក្តីល្អហ្នឹងយើងចង់ទៅទទួលផលនោះហ្នឹងហើយរឿង
ដំណើរគូនឹងបន្តទៀតមិនបន្តទៀតអត់បញ្ហាទេសំខាន់រកការគិតត្រូវសិនវាមិនមែនជាបញ្ហាថាតទៀតល្អបែកគ្នាមិនល្អអត់តទៀតល្អក៏មានតទៀតមិនល្អក៏មានបែកគ្នាល្អក៏មានបែកគ្នាមិនល្អក៏មានវានៅលើការរៀបចំជីវិតរបស់យើងមានញោមម្នាក់ដល់ពេលគាត់ស្លាប់ប្តីទៅគាត់និយាយលេងណាគាត់និយាយលេងថានិយាយចំអាប់ញោមស្រីអាត្មាគាត់ថាដឹងមិនម៉ាយសบายចិត្តយូរចឹងហើយអត់ប្រាប់សោះវាអត់មានអ្នកនៅចាំប្រច័នអត់មានអ្នកនៅចាំហួមហែងដើរតាណាក៏បានអាហ្នឹងគាត់ចូលចិត្តសេរីភាពអញ្ចឹងគាត់មាន feel ថាអញ្ចឹងវាសេរីភាពប៉ុន្តែបើអ្នកខ្លះគាត់ត្រូវការគូគាត់ថាអត់គ្នាទៅពិបាកឃើញទេតើណាអាក្រក់ណាល្អមែនតើរឿងខាងក្រៅហ្នឹងវាអត់មានអាក្រក់អត់មានល្អមែនតើសាច់លើយើងគិតតើមេគាប្រពុតហ្នឹងគឺឲ្យយើងរៀនមើលឱកាសនៅក្នុងរឿងដែលគេគិតថាអត់ឱកាសហ្នឹងក៏ដោយឱកាសល្អក៏មិនឲ្យភ្លើតភ្លើនស្អីដែលរឿងអាក្រក់ក៏មិនឲ្យតឹងដែរគឺឃើញឱកាសនោះនឹងចឹងព្រោះអីឲ្យតែកុសលកើតចិត្តនឹង fresh ឥឡូវដូចលើកមកអញ្ចឹងទាំងស្ដាប់ធម៌ជាប្រចាំឃើញទេជាការសម្ដែងមិនមែនឲ្យតែស្ដាប់ធម៌កាត់កុសលល្អទេតែពេលខ្លះធ្វើចិត្តមិនបានពេលចិត្តមិនបានមានន័យថាមិនកំពុងកើតទុកព្រោះសួរកំពុងកើតទុកស្ដាប់ធម៌បដាកើតទុកបដានោះសួរតែកុសលទេ No ចិត្តកើតទុកគឺជាទោសមូលចិត្តឃើញទេទៅរកអារឹសវាភ្លាមឃើញភ្លាមតែឃើញភ្លាមឲ្យតែដឹងឲ្យហ្នឹងភ្លាមធូរភ្លាមអញ្ចឹងបានថានៅតែ recommend ឲ្យរៀនតិចទៅវាជាថាជាអភ័ព្វវាមិនមែនជាលៀបមិនមែនជាសំណាងរបស់ពុទ្ធបរិស័ទខ្មែរយើងនឹងស្មានថាដូចយើងនៅលើគំនរកំណប់នៅលើគំនរកំណប់ហើយខំទៅស្វះស្វែងរកកំណប់ឯណាទៅរកទ្របឯណាតែអាកំណប់ដែលនៅជន់ក្រោមជើងរាល់ថ្ងៃហ្នឹងអត់យកវាដែលយើងរាល់ថ្ងៃនេះចឹងណាអ្នកខ្លាំងខំទៅរៀន psychology ខំទៅរៀនចិត្តសាស្ត្រខំទៅរៀនវិទ្យាសាស្ត្រពីចិត្តពីស្អីអីណានេះអូប៉ុន្តែធម្មៈក្នុងជីវិតយើងនេះអាធម្មៈក្នុងជីវិតហ្នឹងដែលពុទ្ធបង្ហាញអស់ដែលដូចជាកំណត់ហ្នឹងអត់ចំណាយតែមួយឆ្នាំក៏អត់ដែរយើងទៅរៀនអត់ psychology 5-6 ឆ្នាំរៀនហើយនៅបកាច់តតោមដែរត្រឡប់តតោមដែររស់អា peace មែនតើអត់ឃើញមកហ្នឹងប៉ុន្តែដោយសារអីដោយសារគេមានរបៀបរៀនគេមានសញ្ញាបត្រគេមានស្អីចឹងទៅមនុស្សចេះតែភ្លុកទៅរកចឹងទៅប៉ុន្តែអាមែនតើក្នុងចិត្តហ្នឹងវាអត់មានស្អីតែមានអីមែនប៉ុន្តែរៀនឲ្យ clear ណារៀនឲ្យ clean ណាចិត្តហ្នឹងចឹងបានថាជាគិតថាយើងចេះចំណាយពេលរៀននិយាយពីរៀនចំណេះខាងក្រៅអ្នកខ្លះរៀនភាសា5ក៏មានដែរពឹងសួរជីវិតហ្នឹងសុខឯងជីវិតហ្នឹងស្ងប់ឯង No ក្តៅក្រហាយចនិចគាត់អត់ធ្លាប់រៀនមេរៀនខ្យួរចិត្តគាត់ហ្នឹងរៀនតែមេរៀនរកសម្លៀកបំពាក់ឲ្យចិត្តតែមិនដែលរៀនមេរៀនបំពន់ចិត្តទេអារឿងខាងក្រៅដោយអលង្ការរបស់ចិត្តទេដូចជាគ្រឿងស្លៀកពាក់ឲ្យចិត្តទេតែឲ្យថត់ឲ្យធំឲ្យរឿងមមនេះអត់ដាក់អាហារឲ្យវាគឺផ្លូវចិត្តនេះខ្លះរៀនខាងក្រៅហ្នឹងមិនបានយកមកប្រើប៉ុណ្ណឹងឧទាហរណ៍រៀនភាសានេះទៅរៀនភាសានោះទៅពីព្រឹកគាត់ប្រើភាសាមួយភាសាពីរឯងមិនមែនថាគាត់រៀនអត់ប្រយោជន៍ទេគាត់រៀនមានប្រយោជន៍ប៉ុន្តែអាមេរៀនមានប្រយោជន៍មួយទៀតអាមេរៀនជីវិតនេះធម្មៈនេះអត់បានរៀនតែមិនបន្តពួកគាត់ទេខ្វះអ្នកបើកបង្ហាញដល់អ្នកបើកបង្ហាញតិចពេកអាអ្នកបើកបង្ហាញគេថាទៅជាឆ្វេងទៅជាអីទៅទេឃើញដូចមកហ្នឹងមកខំបើកបង្ហាញរឿងហ្នឹងពាក្យឆ្វេងពាក្យតឯងពាក្យស្អីៗហ្នឹងគឺដល់ញាតិញោមលឺវាមិនជាស្អីទេសម្រាប់ខ្មែរណាថាអីក៏នៅតែបើកចឹងណាប៉ុន្តែដល់ញាតិញោមលឺណាដល់អ្នកស្ដាប់លឺអូលោកទៅតែឯងមែនអញ្ចឹងគាត់ខាតប៉ុន្តែអ្នកបង្ហាញអារឿងហ្នឹងឲ្យច្រើនមកឲ្យបានពាក់កណ្ដាលនេះអ្នកនាំទៅស្រោចទឹកមក
mà cứ thà anh đang bên đâu miền to là đẹp có bị tích đấy miền nè mạch tân trăng tơ mạch tân trăng tơ chân côn lập hiệp rồi bỏ thua ní trâu cặp cọp mặt rồi nè chùm rong này là chẳng này nó su hài môn này bệ quan nên riêng là bị thòm bàn khái có còn đâu ta lệ chặt khăn mình bàn nó mau bị khát nữa hay ở toàn vô mê đi nhưng vô mọi apply không chỉ vận bên tên ở toàn vô mau bị tràn là rưỡi chặt khăn chờ chứ mê đi là bị thòm đâu về để dừng riêng hay vô mọi apply mày riêng ở khơi về khăn năng mòn tôi sẽ mua chất miên tập pi đuông tê dừng riêng tới chạm vô để mà play để có phần té ở vây đại mau chỉ cách ba để bạn bị chạm thấy cứ về khăn bên tên mình tôi số tam của pi thì đăng họ cái này ní chặtประกอบ đói tôi sẽ lực rưỡi ròn này ròn về đây về cả là bên trong ta riêng này riêng thấy cứ practice protect chẳng ban nè đã chẳng còn vô thà mà phải riêng đấy ở protect thành năng hay chỉ cả protect về khăn nó rồi lực rưỡi thành tôi sẽ chất cầm cuốn té cả việc protect nó cứ chỉ cả tam đan các ảnh vót ca sừng kết từ lơ sập hiệu vẹn đai cùng cung pra con vấn đôi mà thay chẳng dương cho bị thi sẽ có bị thi này bốn tổ miên bị thi sáu đầm miên bị thi samadhi đầm miên bị thi vipassana đầm miên bị thi với tao bị thi ai con ta bảnh nha cả lan bất bạc cọt cứ ca nổ vắt nơi không chỉ vật bạch trăm này pe thưa ca pe này dây kia pe cái phơi ở to chết pe cái phơi oi sần lanh anh này chỉ pe về lía đái sợ tệ có bay rồi lực lăng thả chi say tại bây giờ ăn miên mê riêng này ăn miên mê riêng nó chỉ tray bị say thế lực ấy kì vì ăn lực ấy á ban khả năng hàm đau khả năng thẳng thương mấy chừng đuôi chết còn mấy kết hưởng C kết hưởng positive mình chia thế không ba là lôm để dân chưa dân ở Phật Nam chẳng